តើអ្នកជឿទេគ្រាន់តែការឈប់ជួយមនុស្សចម្លែកម្នាក់ឲ្យហូបបាយជីវិតរបស់ស្រីពៅដែលជាអ្នកបម្រើក្រីក្រម្នាក់នៅភ្នំពេញក៏បានផ្លាស់ប្ដូរទាំងស្រុងនៅថ្ងៃនោះក្នុងម៉ោងមីញឹកនាងស្ទើរតែត្រូវគេបណ្តេញចេញពីការងារគ្រាន់តែដោយសារតែនាងអង្គុយដួសបាយឲ្យលោកស្រីចំណាស់ម្នាក់ដែលញ័រដៃដោយសារជំងឺ Parkinson ប៉ុន្តែនាងមិនដឹងទាល់តែសោះថាស្ត្រីចំណាស់នោះគឺជាម្ដាយរបស់លោកវិបុលជាអ្នកជំនួញដ៏មានទ្រព្យសម្បត្តិម្នាក់ហើយនាងក៏មិននឹកស្មានថាទង្វើបន្តិចបន្តួចនោះនឹងនាំនាងទៅរកអាថ៌កំបាំងដ៏គួរឲ្យភ្ញាក់ផ្អើលមួយឡើយការពិតមួយដែលអាចផ្លាស់ប្ដូរជីវិតរបស់នាងជារៀងរហូតរឿងនេះនឹងធ្វើឲ្យអ្នកគិតឡើងវិញអំពីអ្វីដែលសាមញ្ញបំផុតតើសេចក្តីសប្បុរសពិតជាគ្មានន័យមែនទេថ្ងៃត្រង់នៅទួលគោកតែងតែដូចគ្នាគឺមានសម្លេងអ៊ូអរក្តៅហែងនិងប្រញាប់ប្រញាល់ហាងបាយដែលស្រីពៅធ្វើការស្ថិតនៅកាច់ជ្រុងផ្លូវធំដែលតែងតែមានមនុស្សណែនណាន់តាន់តាប់ទៅដោយបុគ្គលិកការិយាល័យសម្លេងស្លាបព្រាប៉ះចានសម្លេងកុំងម្ហូបសម្លេងឡាននៅខាងក្រៅលីលំគ្នាទៅជាសម្លេងដែលធ្លាប់ស្គាល់រហូតដល់មនុស្សលែងចាប់អារម្មណ៍ទៀតហើយស្រីពៅឈរពីក្រោយតូដៃរហ័សរហួនដួសបាយដាក់ថាសញើសជោគថ្ងាសសក់ប៉ុន្មានសរសៃស្អិតជាប់ដោយសារសំណើមនាងធ្លាប់ស្គាល់អារម្មណ៍នេះអារម្មណ៍ដែលត្រូវបានពេលវេលាដេញតាមរាល់នាទីស្រីពៅតួលេខ7អត់ទាន់មានទឹកទេសម្លេងអ្នកគ្រប់គ្រងលោកសុខុមបន្លឺឡើងយ៉ាងខ្លាំងចាស់ខ្ញុំធ្វើភ្លាមស្រីពៅឆ្លើយដៃនៅតែបន្តធ្វើការនាងប្រញាប់លើកថាសស្បែកចេញទៅឆ្លងកាត់ទៅដែលណែនណានតាន់តាប់អតិថិជននៅទីនេះគ្មានពេលរងចាំទេពួកគេមកហូបលឿនហើយចេញទៅវិញគ្មានអ្នកណាចាប់អារម្មណ៍ថាអ្នកបម្រើកំពុងនឿយហត់កម្រិតណាឡើយស្រីពៅក៏ដូចគ្នានាងមិនអនុញ្ញាតឲ្យខ្លួនឯងឈប់សម្រាកទេថ្លៃឈ្នួលបន្ទប់ចុងខែថ្លៃភ្លើងទឹកហើយនៅមានលុយផ្ញើទៅស្រុកកំណើតទាំងអស់នេះប្រៀបដូចជាម៉ោងរាប់ថយក្រោយនៅក្នុងក្បាលរបស់នាងបងស្រីសូមឲ្យខ្ញុំសុំបន្ថែមប្អូនអើយហេតុអីយូរម្លេះហើយយូរហើយអត់ឃើញអ្នកណាផងសំឡេងជាច្រើនលាន់នៅឆ្លើយឆ្លងគ្នាធ្វើឲ្យស្រីពៅស្ទើរតែដកដង្ហើមមិនទាន់នាងវិលទៅវិលមករវាងតុមួយទៅតុមួយទៀតព្យាយាមមិនឲ្យមាននរណាម្នាក់ត្អូញត្អែបន្ថែមទៀតហើយបន្ទាប់មកក្នុងចំណោមហ្វូងមនុស្សដែលប្រញាប់ប្រញាល់នោះក៏មានរូបភាពមួយដែលធ្វើឲ្យនាងស្រឡាំងកាំងនៅកាច់ជ្រុងហាងក្បែរបង្អួចមានលោកស្រីចំណាស់ម្នាក់កំពុងអង្គុយតែម្នាក់ឯងគាត់ស្លៀកសម្លៀកបំពាក់ចាស់តែស្អាតនៅពីមុខគាត់មានចានសំនិងបាយមួយចានដែលស្ទើរតែនៅដដែលដៃរបស់គាត់ញ័រតិចព្យាយាមចាប់ស្លាបព្រាតែមិនអាចយកទៅមាត់បានទឹកសម្លបន្តិចបានកំពប់លើតុគ្មាននរណាចាប់អារម្មណ៍គ្មាននរណាមើលបុរសម្នាក់ដែលអង្គុយទៅជិតនោះបានងាកមើលមុខជូរស្អុយរួចងាកចេញទៅវិញក្មេងស្រីម្នាក់នៅពីក្រោយក៏ខ្សឹបតិចថាម៉េចក៏ហូបអត់បានហើយនៅចេញមកហូបខាងក្រៅអីចឹងស្រីពៅឈរស្ងៀមមួយផ្លែតស្រីពៅលោកសុខុមហៅម្ដងទៀតឈរស្ងៀមធ្វើអីតលេខ3កំពុងរងចាំស្រីពៅភ្ញាក់ខ្លួនងាកមកវិញវិចាស់ខ្ញុំទៅភ្លាមនាងដើរទៅប៉ុន្តែមើលទៅលោកស្រីចំណាស់ដោយអចេតនាដៃញ័រនោះដូចគ្នាទៅនឹងដៃរបស់ជីដូនរបស់នាងកាលពីចុងជីវិតអនុស្សាវរីយ៍មួយស្រាប់តែលេចឡើងពេលនោះជីដូនរបស់នាងក៏អង្គុយបែបនោះដែរញ័រដៃព្យាយាមហូបប៉ុន្តែរាល់ពេលដែលធ្វើឲ្យស្លាប់ព្រាជ្រុះគាត់ក៏ដកដង្ហើមធំភ្នែកពោពេញដោយភាពអស់សង្ឃឹមធ្វើឲ្យកូនជួយយាយសំឡេងស្រីពើកាលពីឆ្នាំនោះបន្លឺឡើងក្នុងក្បាលនាងក្តាប់ថាស្បាយយ៉ាងណែនអត់ទេនាងប្រាប់ខ្លួនឯងឥឡូវមិនមែនពេលទេនាងដាក់ថាស្លើទៅលេខ3ព្យាយាមញឹមដូចធម្មតាក្បាទបាយរបស់លោកនៅទីនេះទុកទៅអតិថិជននិយាយភ្នែកមិនដកចេញពីទូរស័ព្ទស្រីពើងាកចេញទៅប៉ុន្តែលើកនេះនាងមិនអាចបង្ខំខ្លួនឯងមិនឲ្យមើលទៀតបានទេលោកស្រីចំណាស់នៅតែព្យាយាមស្លាប់ព្រាជ្រុះទៀតសំឡេងដែកប៉ះចានឬតិចប៉ុន្តែសម្រាប់ស្រីពៅវាដូចជាលាន់នៅយ៉ាងច្បាស់នៅកណ្ដាលហ្វូងមនុស្សអ៊ូអរ
លោកស្រីអន់ចុះរើស្លាប់ព្រាដោយលំបាកដៃរបស់គាត់ញ័រខ្លាំងជាងមុនទឹកសំមួយដំណក់ធ្លាក់លើអាវគាត់ឈប់សម្លឹងមើលចានបាយភ្នែករបស់គាត់លែងព្យាយាមទៀតហើយតែជាភាពអស់សង្ឃឹមស្រីពៅឈរស្ងៀមស្រីពៅសំឡេងលោកសុខុមលើកនេះខ្លាំងជាងមុនក្មួយចង់ធ្វើការទៀតអត់ហាងបាយទាំងមូលហាក់ងាកមកមើលនាងស្រីពៅដកដង្ហើមវែងនាងដឹងច្បាស់ថាបើនៅតែឈរនៅទីនេះនាងអាចនឹងត្រូវគេស្ដីបន្ទោសថែមទាំងអាចត្រូវកាត់ប្រាក់ខែលើសពីនេះទៅទៀតគឺបាត់បង់ការងារហើយការបាត់បង់ការងារនៅពេលនេះនាងមិនហ៊ានគិតបន្តទេប៉ុន្តែបើនាងងាកចេញទៅវិញនាងក៏មើលលោកស្រីចំណាស់ម្ដងទៀតមនុស្សម្នាក់ដែលកំពុងព្យាយាមហូបបាយរបស់ខ្លួនតែមិនអាចស្រីពើខំបូរមាត់គឺគ្រាន់តែបន្តិចនាងដាក់ថាសចុះរួចដើរទៅកាច់ជ្រុងហាងរាល់ជំហានដើរដូចជាធ្ងន់ជាងធម្មតានាងឈប់នៅមុខតុអ្នកមីងតើអ្នកមីងត្រូវការឲ្យកូនជួយទេលោកស្រីចំណាស់ងើបមុខឡើងភ្នែកស្រអាប់ដោយសារពេលវេលាប៉ុន្តែនៅតែមានពន្លឺភ្ញាក់ផ្អើលបន្តិចអត់ទេអត់អីទេកូនគាត់និយាយតិចគឺមីងធ្វើខ្លួនឯងបានប៉ុន្តែដៃរបស់គាត់ញ័រខ្លាំងជាងមុនស្រីពើទាញកៅអីធ្នំនៅក្បែរគឺអ្នកមីងគ្រាន់តែឲ្យកូនជួយបន្តិចទៅអត់អីទេលោកស្រីចំណាស់នៅស្ងៀមប៉ុន្មានវិនាទីរួចមកក្បាលតិចស្រីពើចាប់ស្លាប់ព្រាឡើងដៃរបស់នាងយឺតជាងមុនប្រយ័ត្នប្រយែងជាងពេលធ្វើការអ្នកមីងសាកហូបមួយម៉ាត់នេះមើលនាងលើកស្លាប់ព្រាឡើងកាន់យ៉ាងណែនដើម្បីកុំឲ្យរលាស់លោកស្រីចំណាស់បើកមាត់ហូបយ៉ាងយឺត1វិនាទី2វិនាទីរួចគាត់លេបចុះភ្នែករបស់គាត់ស្រទន់ឡើងឆ្ងាញ់ទេអ្នកមីងស្រីពើសួរតិចគាត់ញឹមតិចឆ្ងាញ់ដោយសារមានអ្នកដួសឲ្យមីងស្រីពើក៏ញឹមតាមនៅទៅចិត្តនោះមានមនុស្សចាប់ផ្ដើមចាប់អារម្មណ៍ម្នាក់បានទាញទូរស័ព្ទចេញមកថតនៅពីចម្ងាយលោកសុខុមកំពុងមើលមកទីនេះទឹកមុខមិនពេញចិត្តប៉ុន្តែស្រីពើលែងចាប់អារម្មណ៍ហើយនាងគ្រាន់តែផ្ដោតលើបាយមួយស្លាបព្រាសំមួយស្លាបព្រាអ្នកមីងឧស្សាហ៍ចេញមកហូបខាងក្រៅទេស្រីពើសួរកំរណាស់ថ្ងៃនេះមីងចង់ចេញមកក្រៅបន្តិចលោកស្រីចំណាស់ឆ្លើយសំឡេងយឺតនៅផ្ទះវាគួរឲ្យធុញស្រីពើស្រឡាំងកាំងបន្តិចនាងយល់អារម្មណ៍នោះគឺអ្នកមីងនៅជាមួយកូនចៅទេលោកស្រីចំណាស់នៅស្ងៀមប៉ុន្មានវិនាទីមានតែអ្នកណាក៏រវល់ដែរចម្លើយមួយយ៉ាងតិចតែធ្ងន់គ្រប់គ្រាន់ស្រីពើមិនសួរបន្ថែមនាងគ្រាន់តែបន្តជួយគាត់ហូបនៅកាច់ជ្រុងម្ខាងទៀតនៃហាងមានបុរសម្នាក់កំពុងអង្គុយស្ងៀមនៅពីមុខគាត់មានកាហ្វេមួយកែវដែលត្រជាក់អស់ហើយទូរស័ព្ទដាក់ចុះភ្នែករបស់គាត់មិនដកចេញពីទូរបស់ស្រីពើឡើយគាត់មើលពីរបៀបដែលនាងចាប់ស្លាបព្រាពីរបៀបដែលនាងរងចាំលោកស្រីចំណាស់លេបចប់ទើបឌូបន្តពីរបៀបដែលនាងអន់ខ្លួនបន្តិចហាក់ដូចជាខ្លាចធ្វើឲ្យគាត់ពិបាកចិត្តគាត់មើលយ៉ាងយូរហើយជាលើកដំបូងក្នុងរយៈពេលប៉ុន្មានឆ្នាំនេះគាត់ឃើញម្ដាយរបស់គាត់ញឹមបែបនោះមិនមែនជាស្នាមញឹមរាក់ទាក់មិនមែនជាស្នាមញឹមបង្ខំតែជាស្នាមញឹមពិតប្រាកដគាត់មិននិយាយអ្វីទេគ្រាន់តែសង្កេតមើលយ៉ាងស្ងៀមស្ងាត់ខណៈនោះនៅត្រង់តូបអ្នកគ្រប់គ្រងបានចាប់ផ្ដើមចេញមកទឹកមុខរបស់គាត់ជ្រួញគឺស្រីពៅក្មួយកំពុងធ្វើអីបរិយាកាសជុំវិញស្រាប់តែស្ងប់ស្ងាត់មនុស្សមួយចំនួនបានងាកមកមើលនាងស្រីពើបញ្ឈប់ដៃនាងងាកមកវិញចាស់ខ្ញុំនាងមិនទាន់និយាយចប់ប្រយោគផងលោកសុខុមក៏និយាយបន្តពុំម៉ោងមីញឹកហើយក្មួយអង្គុយនៅទីនោះអតិថិជនខាងក្រៅអ្នកណាជាអ្នកបម្រើស្រីពើក្តាប់ស្លាបព្រាយ៉ាងណែននាងដឹងថានាងខុសតាមបទបញ្ញត្តិនាងខុសប៉ុន្តែនាងមើលទៅលោកស្រីចំណាស់ម្ដងទៀតគាត់កំពុងមើលនាងភ្នែកមានការព្រួយបារម្ភបន្តិចឈប់ចុះកូនមីងហូបខ្លួនឯងគាត់និយាយតិចស្រីពើក្រវីក្បាលអត់អីទេអ្នកមីងនាងងាកទៅរកលោកសុខុមវិញសំឡេងរបស់នាងមិនខ្លាំងទេតែច្បាស់សូមឲ្យខ្ញុំប៉ុន្មាននាទីទៀតប៉ុណ្ណោះលោកសុខុមសម្លឹងមើលនាងយ៉ាងមុតមមមិននិយាយអ្វីបរិយាកាសតានតឹងប៉ុន្មានវិនាទីនៅទៅចិត្តនោះបុរសវ័យកណ្ដាលបានលើកកាហ្វេឡើងរួចដាក់ចុះភ្នែករបស់គាត់នៅតែមិនដកចេញពីស្រីពៅ
លោកសុខុមដកដង្ហើមធំក៏5នាទីរួចហើយត្រឡប់មកធ្វើការវិញភ្លាមស្រីពើងក់ក្បាលចាស់នាងងាកមកបន្តដួសបាយមួយស្លាបព្រាលឿនជាងបន្តិចតែនៅតែប្រយ័ត្នប្រយែងលោកស្រីចំណាស់មើលនាងភ្នែកស្រទន់ឡើងកូនឈ្មោះអីចាស់ខ្ញុំឈ្មោះស្រីពៅស្រីពៅឈ្មោះល្អណាស់គាត់ញឹមអរគុណកូនដែលមិនប្រញាប់ស្រីពៅមិនឆ្លើយគ្រាន់តែញឹមតិចនៅខាងក្រៅសំឡេងឡាននៅតែអ៊ូអរនៅក្នុងហាងអតិថិជននៅតែហូបលឿននិយាយលឿនចេញទៅវិញលឿនប៉ុន្តែនៅកាច់ជ្រុងតូចនោះពេលវេលាដូចជាយឺតចុះហើយនៅកន្លែងណាមួយក្នុងហាងការសម្លឹងមើលមួយនៅតែតាមដានសេញជឹងគិតយ៉ាងស្ងៀមស្ងាត់ហើយចាប់ផ្ដើមផ្លាស់ប្ដូរអ្វីមួយដែលអ្នកពាក់ព័ន្ធក៏មិនទាន់ដឹងខ្លួនស្រីពៅមិនដឹងថានាងបានអង្គុយនៅទីនោះយូរប៉ុណ្ណាទេរហូតដល់អ្នកមីងម៉ាលីហូបបាយស្ទើរតែអស់ទើបនាងនឹកឃើញស្រាប់តែមានភ្នែកជាច្រើននៅជុំវិញតើដែលមិនទាន់បានបំរើនឹងការសម្លឹងមើលដែលមិនសូវស្រួលចិត្តពីលោកសុខុមនៅពីចម្ងាយអ្នកមីងហូបមួយម៉ាត់នេះទៀតណាស្រីពើនិយាយថ្នមលើកស្លាបព្រាចុងក្រោយឡើងអ្នកមីងម៉ាលីក្រវីក្បាលញឹមញែមដោយការនឿយហត់តែមានភាពកក់ក្ដៅឈប់ហើយមីងឆ្អែតហើយយូរហើយមីងទើបបានហូបបាយមួយពេលសម្រុំបែបនេះស្រីពើដាក់ស្លាបព្រាចុះយកកន្សែងក្រដាសជូតដៃឲ្យគាត់ថ្នមអ្នកមីងអង្គុយសម្រាកបន្តិចទៅណាកូនយកទឹកឲ្យអ្នកមីងម៉ាលីងក់ក្បាលភ្នែកនៅតែតាមដានស្រីពើហាក់ដូចជាមិនទាន់ចង់ចេញទៅស្រីពើក្រោកឈរទើបតែញាក់ខ្នងក៏មានសំឡេងមួយកាត់ផ្ដាច់ទីបំផុតក៏ហើយមែនទេលោកសុខុមឈរក្តាប់ដៃសំឡេងមិនខ្លាំងតែមុតស្រួចល្មមធ្វើឲ្យស្រីពើស្រឡាំងកាំងចាស់ខ្ញុំសូមអធ្យាស្រ័យស្រីពើអន់ក្បាលក៏ខ្ញុំត្រឡប់ទៅធ្វើការវិញភ្លាមហើយក្មួយគិតថាទីនេះជាផ្ទះក្មួយមែនទេគាត់និយាយសំឡេងទាបតែច្បាស់អតិថិជនខាងក្រៅរងចាំយូរហើយចំណែកក្មួយវិញអង្គុយដួសបាយឲ្យមនុស្សម្នាក់អតិថិជនមួយចំនួននៅជិតនោះចាប់ផ្ដើមមើលមកស្រីពើក្តាប់ដៃតិចចាស់ខ្ញុំគ្រាន់តែមិនចាំបាច់ពន្យល់ទេលោកសុខុមកាត់ផ្ដាច់គឺធ្វើការមិនមែនចេញទៅធ្វើបុណ្យទានទេប្រយោគនោះធ្វើឲ្យស្រីពើនៅស្ងៀមមិនមែនដោយសារនាងគ្មានអ្វីត្រូវនិយាយទេតែដោយសារនាងដឹងថានិយាយអ្វីក៏មិនអាចផ្លាស់ប្ដូរបានដែរទៅបំរើភ្លាមគាត់និយាយបន្ថែមរួចងាកចេញទៅស្រីពើដកដង្ហើមវែងព្យាយាមរក្សាភាពស្ងប់ស្ងាត់នាងងាកមកមើលអ្នកមីងម៉ាលីគាត់អង្គុយសម្រាកបន្តិចណាកូនត្រឡប់មកវិញភ្លាមអ្នកមីងម៉ាលីមុខក្បាលភ្នែកស្រអាប់បន្តិចកូនទៅចុះកុំឲ្យគេស្ដីបន្ទោសដោយសារមីងស្រីពើមិននិយាយអ្វីទៀតនាងងាកដើរយ៉ាងលឿនទៅរកទោសប៉ុន្តែទើបតែដើរបានប៉ុន្មានជំហានក៏មានសំឡេងមួយទៀតបន្លឺឡើងគណែក្មួយស្រីពើងាកមកវិញបុរសម្នាក់ដែលអង្គុយទៅជិតនោះកំពុងលើកទូរស័ព្ទឡើងក្មួយធ្វើបែបនេះល្អណាស់ទុកឲ្យខ្ញុំបង្ហោះលើបណ្ដាញសង្គមឲ្យគេបានឃើញស្រីពើស្រឡាំងកាំងគូចាស់លោកថតតាំងពីពេលមិញមែនទេគាត់ញឹមគឺរឿងកំណណាស់សម័យនេះនៅមានមនុស្សដែលសុខចិត្តអង្គុយដួសបាយឲ្យមនុស្សចម្លែកស្រីពើមិនដឹងត្រូវប្រតិកម្មយ៉ាងម៉េចទេលោកគុំបង្ហោះបានទេនាងនិយាយតិចបរោះនោះស្ទុះស្មាបើហេតុអីមិនបានរឿងល្អតើត្រូវតែផ្សព្វផ្សាយស្រីពើតាំងចិត្តនិយាយបន្ថែមតែបន្ទាប់មកក៏ឈប់នាងងាកចេញទៅនាងមិនធ្លាប់ត្រូវបានគេយកទៅបង្ហោះលើបណ្ដាញសង្គមទេនាងគ្រាន់តែធ្វើអ្វីដែលនាងគិតថាមិនត្រូវមិនមែនដើម្បីឲ្យអ្នកណាម្នាក់ថតនោះទេនៅពីក្រោយបុរសនោះនៅតែបន្តកែសម្រួលវីដេអូសាច់និយាយជាមួយមិត្តភ័ក្តិរបស់គាត់បង្ហោះវីដេអូនេះច្បាស់ជាបាន like ច្រើនស្រីពើត្រឡប់ទៅធ្វើការវិញប៉ុន្តែអ្វីហាក់ដូចជាខុសប្លែកពីមុនភ្នែកនៅជុំវិញលែងជាការមើលដោយអចេតនាទៀតហើយមានអ្នកខ្លះមើលនាងដោយភាពចង់ដឹងមានអ្នកខ្លះញឹមនៅពេលនាងលើកម្ហូបចេញទៅប៉ុន្តែក៏មានអ្នកខ្លះមិនពេញចិត្តដែរអ្នកបម្រើបែបម៉េចអតិថិជនម្នាក់និយាយតាំងពីមិញហើយទឹកអត់ឃើញផងស្រីពើអន់ក្បាលក៏ចាស់ខ្ញុំសូមអធ្យាស្រ័យខ្ញុំយកទៅភ្លាម
នាងរត់ទៅយកទឹកដៃរបស់នាងរលាស់តិចមិនមែនដោយសារនឿយហត់ទេតែដោយសារសម្ពាធទៅមួយសំណូមពរមួយពាក្យត្អូញត្អែមួយទាំងអស់នេះហូរចូលមកច្រើនជាងធម្មតាលោកសុខុមដាកាត់និយាយតិចតែល្មមឲ្យនាងងឺគឺលើកក្រោយបើនៅតែបែបនេះគឺឈប់ទៅស្រីពៅមិនឆ្លើយគ្រាន់តែញ័រក្បាលនាងដឹងថាគាត់មិននិយាយលេងទេម៉ោងមីញឹកបានកន្លងផុតទៅយ៉ាងយឺតនៅពេលដែលចំនួនអតិថិជនចាប់ផ្ដើមថយចុះទើបនាងមានឱកាសដកដង្ហើមនាងមើលទៅទោរបស់អ្នកមីងម៉ាលីទៅនោះបានទទេចានត្រូវបានគេលាងជម្រះយ៉ាងស្អាតគ្មាននរណានៅទីនោះទេស្រីពើឈរស្ងៀមបន្តិចមិនដឹងថាហេតុអីនាងមានអារម្មណ៍ថាខកចិត្តក្មួយរកលោកស្រីចំណាស់មិញមែនទេសំឡេងមួយបន្លឺឡើងពីក្រោយស្រីពើងាកមកវិញអ្នកបម្រើម្នាក់ទៀតក្នុងហាងបងពេជ្រកំពុងកាន់ថាសចានម្ចាស់គាត់ត្រឡប់ទៅវិញហើយមែនទេបងពេជ្រមកក្បាលមានអ្នកផ្ទះមកទទួលអ្នកផ្ទះបុរសម្នាក់ស្លៀកពាក់ស្អាតបាតណាស់ស្រីពើងក់ក្បាលតិចអញ្ចឹងគឺគាត់មិនបានទៅតែម្នាក់ឯងទេនាងមិនដឹងថាហេតុអីរឿងនោះធ្វើឲ្យនាងធូរចិត្តយ៉ាងហោចណាស់ក៏គាត់មិនឯកោទាំងស្រុងដែរស្រីពើត្រឡប់ទៅជូតទោសប៉ុន្តែនៅក្នុងក្បាលរបស់នាងនៅតែមានរូបភាពរបស់អ្នកមីងម៉ាលីដែលញ័រភ្នែកស្រអាប់នឹងស្នាមញឹមនៅពេលហូបបាយបានមួយម៉ាត់ស្រីពៅសំឡេងលោកសុខុមបន្លឺឡើងម្ដងទៀតចាស់ក្មួយនៅបន្តិចទៀតស្រីពើស្រឡាំងកាំងគូចាស់នាងយល់ន័យមិនចាំបាច់សួរបន្ថែមបរិយាកាសក្នុងហាងពេលនេះបានធូរស្រាលប៉ុន្តែនៅក្នុងចិត្តរបស់ស្រីពើកាន់តែធ្ងន់នាងនៅតែបន្តធ្វើការព្យាយាមមិនគិតច្រើនពេកប៉ុន្តែកាន់តែព្យាយាមកាន់តែមិនបានហេតុអីរឿងសាមញ្ញដូចជាការជួយអ្នកដទៃត្រូវតែបង់ថ្លៃហេតុអីសេចក្តីសប្បុរសតែងតែភ្ជាប់មកជាមួយហានិភ័យស្រីពើគ្មានចម្លើយទេនាងគ្រាន់តែដឹងថាបើនាងត្រឡប់ទៅពេលនោះវិញនាងនៅតែនឹងធ្វើបែបនោះដែរចុងម៉ោងហាងបាយស្ទើរតែសម្អាតរួចរាល់ហើយស្រីពើឈរនៅមុខលោកសុខុមដែលក្តាប់ចូលគ្នាគាត់មើលនាងមួយសន្ទុះរួចនិយាយគឺក្មួយដឹងទេថាថ្ងៃនេះក្មួយធ្វើអ្វីខុសស្រីពើអន់ក្បាលក៏ចាស់ខ្ញុំធ្វើការយឺតយ៉ាវមិនត្រឹមតែយឺតយ៉ាវទេគាត់និយាយថែមទាំងប៉ះពាល់ដល់ហាងទាំងមូលទៀតស្រីពើនៅស្ងៀមខ្ញុំមិនហាមក្មួយជួយអ្នកដទៃទេគាត់បន្តតែត្រូវពេលនៅទីនេះក្មួយត្រូវបានគេបង់លុយឲ្យបម្រើអតិថិជនមិនមែនធ្វើការផ្ទាល់ខ្លួនទេចាស់លើកនេះខ្ញុំរំលឹកក្មួយលើកក្រោយមិនមានរឿងស្រួលបែបនេះទេស្រីពើងក់ក្បាលអូចាស់ខ្ញុំយល់ហើយបានហើយត្រឡប់ទៅវិញទៅស្រីពើអន់ក្បាលជម្រាបលារួចដើរចេញពីហាងអាកាសធាតុកាន់តែត្រជាក់ខ្យល់ល្ងាចបក់តិចកាត់ផ្លូវដែលមីញឹកស្រីពើដើរយឺតនាងនឿយហត់តែមិនមែនគ្រាន់តែដោយសារការងារទេគឺដោយសារអ្វីដែលទើបតែកើតឡើងនាងទាញទូរស័ព្ទចេញមកអេក្រង់ភ្លឺឡើងសារជូនដំណឹងមួយរួចពីររួច3សារពីមិត្តភក្តិណែឯងឡើងលើបណ្ដាញសង្គមហើយវីដេអូឯងកំពុងល្បីខ្លាំងណាស់អូហូមើលហើយឬនៅស្រីពើជ្រួញចិញ្ចើមនាងបើកដុំភ្ជាប់មួយវីដេអូនោះគឺជារូបភាពដែលនាងកំពុងអង្គុយដួសបាយឲ្យអ្នកមីងម៉ាលីមុំថតពីទៅចិត្តនោះសំឡេងច្បាស់រូបភាពច្បាស់ទាំងពាក្យសម្ដីរបស់នាងក៏ត្រូវបានថតទុកដែរកូនខ្លាចតែបើទុកឲ្យអ្នកមីងឃ្លានកូនខ្លាចជាងនៅខាងក្រោមមានមិត្តរាប់រយនៅមានមនុស្សល្អបែបនេះទៀតមើលហើយចង់យំសង្ឃឹមថាក្មេងស្រីនេះជួបសំណាងល្អច្រើនស្រីពើមើលអេក្រង់មិនរីករាយមិនសោកសៅគ្រាន់តែស្ងៀមនាងបិទទូរស័ព្ទដាក់ចូលហោប៉ៅងើបមុខមើលឡានឆ្លងកាត់នាងមិនដឹងថាវីដេអូនោះនឹងនាំមកនៅអ្វីទេនាងក៏មិនដឹងថាអ្នកណាបានមើលវាដែរហើយក៏មិនដឹងថាឯណាណីនៅក្នុងទីក្រុងនេះមានបុរសម្នាក់បានមើលវីដេអូនោះជាច្រើនដងហើយកំពុងចាប់ផ្ដើមគិតអំពីការស្វែងរកនាងយ៉ាងយកចិត្តទុកដាក់ថ្ងៃត្រង់ថ្ងៃបន្ទាប់ហាងបាយនៅតែណែនណាន់តាន់តាប់ដូចធម្មតាគ្មានអ្នកណានិយាយរឿងម្សិលមិញទៀតទេ
គ្មានអ្នកណានិយាយអំពីវីដេអូនោះទេប៉ុន្តែស្រីពើដឹងថាអ្វីមិនដូចមុនទៀតទេអតិថិជនមួយចំនួនបានស្គាល់នាងមានអ្នកខ្លះមើលនាងយូរជាងបន្តិចមានអ្នកខ្លះញឹមតិចនៅពេលនាងយកម្ហូបចេញទៅតែអ្នកខ្លះក៏ខ្សឹបខ្សៀវគ្នាដែរស្រីពើធ្វើពុតជាមិនឃើញនាងនៅតែធ្វើការដូចធម្មតារហ័សរហួនត្រឹមត្រូវដូចជាគ្មានអ្វីកើតឡើងប៉ុន្តែនៅក្នុងចិត្តរបស់នាងអ្វីនៅតែជាប់គាំងមិនមែនដោយសារវីដេអូទេគឺដោយសារភ្នែករបស់អ្នកមីងម៉ាលីកាលពីម្សិលមិញនាងមិនយល់ថាហេតុអីនាងនឹកដល់គាត់ច្រើនបែបនេះស្រីពើតួលេខ5លោកសុខុមហៅអូចាស់ស្រីពើលើកថាស្បាយដើរយ៉ាងលឿនចេញទៅខាងក្រៅនាងដាក់ចុះលើតូរួចងាកចេញភ្លាមមិនមើលអ្នកណាយូរពេកមិនឈប់លើសពី1 វិនាទីឡើយនាងប្រាប់ខ្លួនឯងថាថ្ងៃនេះនាងនឹងមិនទុកឲ្យរឿងអ្វីក្រៅពីការងារមកប៉ះពាល់ទៀតទេប៉ុន្តែបន្ទាប់មកសំឡេងជួងទ្វារហាងបន្លឺឡើងសំឡេងដែលធ្លាប់ស្គាល់តែលើកនេះធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍ជាងមុនបុរសម្នាក់ដើរចូលមកអាយុប្រហែលជាង40ឆ្នាំស្លៀកអាវសូត្រធម្មតាតែកាត់យ៉ាងល្អិតល្អន់ស្បែកជើងស្បែកស្អាតភ្លឺរលោងមិនបាច់មើលឲ្យច្បាស់ក៏ដឹងថាមិនមែនជាអតិថិជនធម្មតាទេដើរពីក្រោយគាត់គឺជាបុរសវ័យក្មេងជាងស្លៀកពាក់ស្អាតបាតកាន់ទូរស័ព្ទនិងសៀវភៅកត់ត្រាបរិយាកាសក្នុងហាងហាក់ស្ងប់ស្ងាត់មួយខណៈមិនមែនដោយសារតែពួកគេលេចធ្លោខ្លាំងពេកទេតែដោយសារពួកគេមិនមែនជាមនុស្សដែលស្ថិតនៅកន្លែងនេះស្រីពើក៏មើលឃើញដែរគ្រាន់តែមួយផ្លេតយ៉ាងលឿនរួចនាងងាកទៅបន្តធ្វើការប៉ុន្តែបុរសនោះមិនបានងាកចេញទៅវិញទេគាត់ជ្រើសរើសតូមួយចិត្តបង្អួចគឺតូដែលអ្នកមីងម៉ាលីបានអង្គុយកាលពីម្សិលមិញជំនួយការទាញកៅអីគឺលោកវិបុលអង្គុយនៅទីនេះស្រួលទេលោកវិបុលមិនឆ្លើយភ្លាមទេភ្នែករបស់គាត់សម្លឹងមើលហាងរួចឈប់បន្តិចនៅស្រីពើទើបគាត់ងក់ក្បាលក៏បានអ្នកទាំងពីរក៏អង្គុយចុះបុគ្គលិកម្នាក់ទៀតមកហុយបញ្ជីម្ហូបបាទលោកពិសាអ្វីជំនួយការឆ្លើយជំនួសគឺបាយ2ចានខ្លាញ់តិចនិងកាហ្វេខ្មៅ1កែវបុគ្គលិកកត់ត្រារួចចូលទៅខាងក្នុងលោកវិបុលនៅតែស្ងៀមភ្នែករបស់គាត់មិនដកចេញពីទីដៅមួយឡើយគឺបងកំពុងរកក្មេងស្រីនោះមែនទេជំនួយការសួរតិចលោកវិបុលមិនបដិសេធអូនបានមើលវីដេអូនោះហើយជំនួយការនិយាយក៏រំជួលចិត្តមែនតែបងក៏ដឹងហើយថារឿងបែបនេះពេលខ្លះគេរៀបចំលោកវិបុលនិយាយបន្តជំនួយការងក់ក្បាលតិចឬមិនមែនអូនសង្ស័យគ្មានមូលហេតុទេតែសម័យនេះគេធ្វើអ្វីគ្រប់យ៉ាងដើម្បីល្បីលោកវិបុលមិនឆ្លើយគ្រាន់តែលើកកែវទឹកឡើងផឹកមួយក្អឹកឯងគិតថានាងត្រូវការល្បីដើម្បីអ្វីគាត់សួរជំនួយការស្រឡាំងកាំងគឺប្រហែលដើម្បីឲ្យគេចាប់អារម្មណ៍រួចរកឱកាសល្អជាងលោកវិបុលមើលទៅក្រៅបង្អួចនាងបានបដិសេធខ្ញុំជំនួយការនៅស្ងៀមប្រយោគនោះល្មមនឹងផ្លាស់ប្ដូរទស្សនៈអ្នកដែលត្រូវការឱកាសនឹងមិនបដិសេធបែបនោះទេលោកវិបុលនិយាយយឺតនៅពេលនោះស្រីពើក៏ដើរចេញមកនាងមិនដឹងថាពួកគេកំពុងនិយាយអ្វីទេនាងក៏មិនដឹងថាពួកគេជានរណាដែរនាងគ្រាន់តែធ្វើការរបស់នាងបានត្រឹមត្រូវលើកថាសដាក់ចុះលើតុបាទបាយរបស់លោកសំឡេងរបស់នាងធម្មតាមិនរាក់ទាក់ពេកមិនត្រជាក់ចិត្តពេកគឺសំរុំលោកវិបុលមើលនាងមិនដូចកាលពីម្សិលមិញដែលគាត់គ្រាន់តែសង្កេតមើលពីចម្ងាយទេតែជាលើកដំបូងដែលមើលចិត្តផ្ទៃមុខមិនបានផាត់មុខញើសនៅជាប់ថ្ងាសអោឯកសន្តានជ្រីវជ្រួញបន្តិចគ្មានអ្វីពិសេសទេប៉ុន្តែធ្វើឲ្យមនុស្សពិបាកដកភ្នែកចេញអរគុណគាត់និយាយស្រីពើងក់ក្បាលតិចចាស់នាងងាកចេញទៅមិនស្គាល់គាត់ទាំងមិនដឹងថាមានភ្នែកសម្លឹងមើលពីក្រោយឡើយជំនួយការមើលតាមរួចងាកទៅលោកវិបុលក្បងប្រកាសទេថានាងមិនស្គាល់បងមិនលោកវិបុលឆ្លើយគេឲ្យបែបនេះកាន់តែល្អអ្នកទាំងពីរក៏ចាប់ផ្ដើមហូបបរិយាកាសរវាងពួកគេមិនដូចអាហារធម្មតាទេជំនួយការហូបលឿនដូចទម្លាប់ចំណែកលោកវិបុលហូបយឺតមិនមែនដោយសាររំហូបទេតែដោយសារគាត់កំពុងសង្កេតមើលសកម្មភាពរបស់ស្រីពើពីរបៀបដែលនាងធ្វើដំណើររវាងតូពីរបៀបដែលនាងឆ្លើយអតិថិជនពីរបៀបដែលនាងត្រូវបានគេត្អូញត្អែតែនៅតែរក្សាភាពស្ងប់ស្ងាត់
ស្រីពៅទឹកនៅណាអតិថិជនម្នាក់ហៅខ្លាំងខ្ចាស់ខ្ញុំយកចេញទៅភ្លាមនាងងាកដើរលឿនជាងមុនក៏ខ្ញុំសូមអធ្យាស្រ័យលោកទឹករបស់លោកនៅទីនេះអតិថិជនមិននិយាយអ្វីបន្ថែមស្រីពៅក៏មិនពន្យល់គ្រាន់តែធ្វើមិនច្រើនមិនតិចជំនួយការដាក់ចង្កឹះចុះនាងហាក់ដូចជាមិនមែនជាមនុស្សដែលចូលចិត្តបង្ករឿងឲ្យគេចាប់អារម្មណ៍ទេលោកវិបុលមិនឆ្លើយតែភ្នែករបស់គាត់បានផ្លាស់ប្ដូរលែងជាការសង្ស័យទៀតហើយតែជាការគិតក្បងតាំងចិត្តធ្វើអ្វីជំនួយការសួរលោកវិបុលនៅស្ងៀមប៉ុន្មានវិនាទីក៏ដំបូងត្រូវរកមូលហេតុអូនបានសួរហើយជំនួយការនិយាយអ្នកគ្រប់គ្រងនិយាយថានាងធ្វើការនៅទីនេះជិត1 ឆ្នាំហើយគ្មានបញ្ហាអ្វីទេគ្រាន់តែរៀងចូលចិត្តខ្វល់ខ្វាយរឿងអ្នកដទៃបន្តិចលោកវិបុលញឹមតិចគឺខ្វល់ខ្វាយរឿងអ្នកដទៃគឺជាវិធីដែលគេហៅសេចក្តីសប្បុរសនៅពេលដែលវាធ្វើឲ្យគេរំខានជំនួយការមិនជំទាស់គាត់យល់ន័យគឺបងចង់ឲ្យអូនស៊ើបអង្កេតឲ្យស៊ីជម្រៅជាងនេះទេគាត់សួរលោកវិបុលគិតរួចមកក្បាលតែត្រូវធ្វើដោយសម្ងាត់បាទក្នុងពេលជាមួយគ្នានោះស្រីពើកំពុងជូតទៅនៅពីចម្ងាយនាងមានអារម្មណ៍ថាមានការសម្លឹងមើលមិនច្បាស់ពីកន្លែងណាមួយគ្រាន់តែមានអារម្មណ៍នាងងើបមុខឡើងភ្នែកប៉ះនឹងលោកវិបុលគ្រាន់តែ1 វិនាទីរួចនាងងាកចេញទឹកបេះដូងរបស់នាងលោតលឿនជាងមុនបន្តិចមិនមែនដោយសារស្គាល់ទេតែដោយសារការសម្លឹងមើលនោះមិនដូចអតិថិជនធម្មតាទេមិនប្រញាប់មិនប្រងើយកណ្ដាលតែដូចជាកំពុងស្វែងយល់ស្រីពើប្រាប់ខ្លួនឯងថានាងប្រហែលជាគិតច្រើនពេកហើយនាងបន្តធ្វើការមិនចាប់អារម្មណ៍អ្វីបន្ថែមនៅទំខាងទៀតលោកវិបុលដាក់ចង្កឹះចុះឯងឃើញទេគាត់និយាយឃើញអ្វីនាងមិនបានព្យាយាមបង្កើនចំណាប់អារម្មណ៍ទេជំនួយការមើលតាមរួចមកក្បាលមនុស្សខ្លែងខ្លាយតែងតែមើលថាតើអ្នកណាដែលកំពុងមើលខ្លួនឯងលោកវិបុលនិយាយចំណែកនាងវិញមិនជំនួយការនៅស្ងៀមមួយសន្ទុះក្រោយមកគាត់និយាយអញ្ចឹងបងជឿនាងហើយលោកវិបុលមិនឆ្លើយភ្លាមទេគាត់មើលស្រីពើម្ដងទៀតរួចនិយាយយឺតខ្ញុំជឿថាមានមនុស្សនៅតែរស់នៅបែបនេះប្រយោគសាមញ្ញមួយប៉ុន្តែសម្រាប់គាត់វាមិនងាយស្រួលទេអាហារថ្ងៃត្រង់បានបញ្ចប់ជំនួយការក្រោកឈរទៅគិតលុយមុនលោកវិបុលនៅតែអង្គុយប៉ុន្មានវិនាទីហាក់ដូចជាកំពុងថ្លឹងថ្លែងអ្វីមួយរួចគាត់ក្រោកឈរភ្នែករបស់គាត់ម្ដងទៀតបានឈប់នៅស្រីពៅប៉ុន្តែលើកនេះមិនមែនគ្រាន់តែជាការសង្កេតទេតែជាការសម្រេចចិត្តគាត់ដើរចេញពីហាងមិននិយាយអ្វីបន្ថែមទេប៉ុន្តែនៅក្នុងក្បាលរបស់គាត់គំនិតមួយបានបង្កើតឡើងយ៉ាងច្បាស់លាស់នៅម្ខាងទៀតស្រីពើនៅតែបន្តធ្វើការមិនដឹងថាបុរសដែលទើបតែចេញទៅនឹងត្រឡប់មកវិញក្នុងពេលឆាប់នេះទេមិនមែនដើម្បីហូបបាយទេតែដើម្បីផ្លាស់ប្ដូរជីវិតរបស់នាងតាមរបៀបដែលនាងមិនធ្លាប់គិតដល់រសៀលថ្ងៃនោះបានកន្លងផុតទៅយឺតជាងធម្មតាស្រីពើនៅតែធ្វើការដូចរាល់ថ្ងៃប៉ុន្តែនៅក្នុងក្បាលរបស់នាងនៅតែជាប់ក្នុងភ្នែករបស់បុរសកាលពីថ្ងៃត្រង់មិនដឹងថាហេតុអីវាធ្វើឲ្យនាងមានអារម្មណ៍មិនស្រួលមិនមែនមិនពេញចិត្តទាំងស្រុងទេគ្រាន់តែជាអារម្មណ៍ដែលពិបាកនិយាយឈ្មោះនាងគ្រវីក្បាលតិចប្រាប់ខ្លួនឯងថាវាប្រហែលជាខ្ញុំគិតច្រើនពេកហើយហាងចាប់ផ្ដើមស្ងាត់បន្តិចម្ដងនៅពេលល្ងាចអាកាសធាតុលែងក្ដៅហែងហើយបរិយាកាសធូរស្រាលតែស្រីពើនៅមិនទាន់បានសម្រាកទេនាងកំពុងជូតតោស្រាប់តែបងពេជ្រដើរមកជិតណែស្រីពើថ្ងៃត្រង់មិញឯងឃើញលោកអតិថិជននោះទេស្រីពើងើបមុខឡើងទៅលោកណាបងលោកដែលស្លៀកអាវសូត្រោះទៅជាមួយអ្នកក្មេងមើលទៅដូចជាថៅកែធំស្រីពើគិតបន្តិចចាស់ខ្ញុំបានឃើញឮថាគាត់សួរព័ត៌មានឯងនោះស្រីពើស្រឡាំងកាំងសួរព័ត៌មានខ្ញុំសួរបងសុខុមទៀតឈ្មោះអ្វីធ្វើការយូរប៉ុណ្ណានៅឯណាគ្រប់យ៉ាងស្រីពើជ្រួញចិញ្ចើមបើហេតុអីក៏សួរខ្ញុំបងមិនដឹងបងពេជ្រស្ទុះស្មាប្រហែលឃើញឯងឡើងលើបណ្ដាញសង្គមទើបចង់ដឹងស្រីពើនៅស្ងៀមអារម្មណ៍មួយមិនស្រួលក៏កើតឡើងនាងមិនចូលចិត្តត្រូវបានមនុស្សចម្លែកស្វែងយល់ពីខ្លួនឯងទេជាពិសេសគឺគ្មានហេតុផលច្បាស់លាស់វាឈប់ទៅ
បងពេជ្រនិយាយប្រហែលគាត់ចង់ជ្រើសរើសឯងទៅធ្វើការអ្វីដែលល្អជាងក៏មិនដឹងស្រីពើគ្រវីក្បាលតិចពួកខ្ញុំមិនគិតបែបនោះទេតាមឯងបងពេជ្រងាកចេញទៅស្រីពើបន្តជូតតូបប៉ុន្តែដៃរបស់នាងលែងទៀងទាត់ដូចមុនទៀតហើយនៅក្នុងក្បាលរបស់នាងចាប់ផ្ដើមលេចឡើងនៅគំនិតជាច្រើនមនុស្សនោះជានរណាហេតុអីក៏សួរអំពីខ្លួននាងមានជាប់តាក់ទងនឹងវីដេអូនោះទេនាងគ្មានចម្លើយទេគ្រាន់តែមានអារម្មណ៍មិនស្ងប់ចុងម៉ោងមេឃងឹតទាំងស្រុងហើយភ្លើងតាមផ្លូវបើកជះពន្លឺពណ៌មាសលើផ្លូវដែលមីញឹកស្រីពើបដូរសម្លៀកបំពាក់ត្រៀមត្រឡប់ទៅផ្ទះនាងទើបតែដើរចេញពីហាងក៏មានសំឡេងបុរសមួយបន្លឺឡើងពីក្រោយគឺសូមអធ្យាស្រ័យស្រីពើងាកមកវិញគឺបុរសនោះលោកវិបុលឈរនៅជំងីពីនាងប៉ុន្មានជំហានលែងមានបរិយាកាសអ៊ូអរក្នុងហាងទៀតហើយលែងមានតូកៅអីសំឡេងនិយាយគឺនៅសល់តែមនុស្សពីរនាក់ឈរទល់មុខគ្នាស្រីពើរៀងស្រឡាំងកាំងបន្តិចចាស់លោកហៅខ្ញុំមែនទេលោកវិបុលមកក្បាលខ្ញុំអាចនិយាយជាមួយកញ្ញាបន្តិចបានទេស្រីពើមើលគាត់ភ្នែកស្ងប់ស្ងាត់មិនប្រញាប់មិនបង្ខំតែនៅតែមានអ្វីមួយដែលធ្វើឲ្យនាងប្រុងប្រយ័ត្នចាស់មានការអីមិនយូរទេគាត់និយាយគឺត្រឹមតែប៉ុន្មាននាទីស្រីពើស្ទាក់ស្ទើរនាងមើលជុំវិញផ្លូវនៅតែមីញឹកគ្មានអ្វីគ្រោះថ្នាក់ទេនាងមកក្បាលតិចចាស់អ្នកទាំងពីរសូត្រនៅគែមផ្លូវមិនជិតពេកតែមិនឆ្ងាយពេកលោកវិបុលយកនាមបានចេញពីហោប៉ៅហុយឲ្យនាងនេះរបស់ខ្ញុំស្រីពើទទួលមើលចុះឈ្មោះវិបុលខៃមុខតំណែងនាយកប្រតិបត្តិឈ្មោះក្រុមហ៊ុននៅខាងក្រោមនាងមិនស្គាល់ទេប៉ុន្តែមើលពីរបៀបបោះពុម្ពក្រដាសអក្សរនាងដឹងថាមិនមែនជាធម្មតាទេស្រីពើងើបមុខឡើងខ្ចាស់លោកមករកខ្ញុំមានការអីលោកវិបុលមិននិយាយវៀងវៃក៏ខ្ញុំបានឃើញទង្វើដែលកញ្ញាធ្វើការពីម្សិលមិញស្រីពើនៅស្ងៀមក៏ខ្ញុំក៏បានមើលវីដេអូនោះដែរនាងក្តាប់នាមបន្តិចចាស់ខ្ញុំចង់សួរថាតើកញ្ញាកំពុងរកការងារផ្សេងទេស្រីពើរៀងភ្ញាក់ផ្អើលចាស់មែនការងារនៅទីនេះមិនងាយស្រួលទេគាត់និយាយចំណូលក៏មិនខ្ពស់ដែរស្រីពើមិនឆ្លើយនោះជាការពិតប៉ុន្តែមិនមែនជាអ្វីដែលនាងចង់ឬពីមនុស្សចម្លែកទេខ្ញុំអាចណែនាំកញ្ញាឲ្យបានតំណែងល្អជាងគាត់បន្តគឺស្ថិរភាពជាងចំណូលខ្ពស់ជាងស្រីពើមើលគាត់លើកនេះភ្នែករបស់នាងលែងភ្ញាក់ផ្អើលទៀតហើយតែប្រយ័ត្នប្រយែងហេតុអីលោកវិបុលមិនឆ្លើយភ្លាមទេព្រោះខ្ញុំគិតថាកញ្ញាសមនឹងទទួលបានស្រីពើនៅស្ងៀមប៉ុន្មានវិនាទីនាងមិនធ្លាប់ជាមួយការនិយាយបែបនេះទេនាងក៏មិនធ្លាប់ត្រូវបានគេវាយតម្លៃត្រឹមតែទង្វើមួយដែរលោកមិនដឹងអ្វីអំពីខ្ញុំទេនាងនិយាយយឺតក៏ខ្ញុំដឹងគ្រប់គ្រាន់គាត់ឆ្លើយលោកដឹងត្រឹមតែផ្នែកតូចមួយប៉ុណ្ណោះពេលខ្លះផ្នែកតូចនោះគឺជាផ្នែកសំខាន់បំផុតស្រីពើគ្រវីក្បាលតិចពួកខ្ញុំមិនគិតបែបនោះទេបរិយាកាសរវាងអ្នកទាំងពីរស្ងប់ស្ងាត់លោកវិបុលមើលនាងមិនពិបាកចិត្តកញ្ញាគ្រាន់តែសង្កេតមើលនាងជួយមនុស្សចម្លែកម្នាក់គាត់និយាយគឺខណៈដែលដឹងថាអាចនឹងជួបបញ្ហាចាស់ស្រីពើក្តាប់ដៃតិចតែខ្ញុំមិនធ្វើដើម្បីបានអ្វីទេខ្ញុំដឹងអញ្ចឹងលោកនាងមើលគាត់ហេតុអីលោកចង់បង់លុយឲ្យខ្ញុំសំណួរនោះធ្វើឲ្យលោកវិបុលនៅស្ងៀមប៉ុន្មានវិនាទីស្រីពើនិយាយបន្តក៏ខ្ញុំមិនត្រូវការលុយសម្រាប់ការជួយអ្នកដទៃទេសំឡេងរបស់នាងមិនខ្លាំងតែច្បាស់គេឲ្យខ្ញុំមិនបង់លុយសម្រាប់រឿងនោះទេលោកវិបុលនិយាយក៏ខ្ញុំកំពុងបើកឱកាសមួយស្រីពើគ្រវីក្បាលខ្ញុំមិនត្រូវការឱកាសនោះទេចម្លើយមួយយ៉ាងម៉ឺងម៉ាត់មិនស្ទាក់ស្ទើរលោកវិបុលរៀងស្រឡាំងកាំងបន្តិចប្រហែលជាយូរហើយដែលគាត់មិនបាននឿប្រយោគបែបនេះកញ្ញាប្រកាសទេគាត់សួរអីចាស់កញ្ញាមិនចង់ដឹងទេថាជាការងារអ្វីស្រីពើគិតបន្តិចរួចនិយាយទោះជាយ៉ាងណាបើវាចាប់ផ្ដើមពីរឿងនេះខ្ញុំមិនចង់ទេលោកវិបុលមើលនាងមិនខឹងមិនពិបាកចិត្តគ្រាន់តែភ្ញាក់ផ្អើលកញ្ញាគិតថាខ្ញុំកំពុងឆ្លៀតឱកាសឬស្រីពើមិនឆ្លើយដោយផ្ទាល់ក៏ខ្ញុំគ្រាន់តែគិតថាមានរឿងមួយចំនួនមិនគួរយកមកបដូរទេ
ប្រយោគសាមញ្ញមួយតែធ្វើឲ្យលោកវិបុលមិនអាចនិយាយអ្វីបានស្រីពើហុយនាមបានត្រឡប់ទៅវិញក៏ខ្ញុំអរគុណលោកតែខ្ញុំមិនទទួលទេលោកវិបុលមិនទទួលភ្លាមទេគាត់មើលនាមបានរួចមើលនាងកញ្ញាមិនខ្លាចបាត់បង់ឱកាសឬស្រីពើញឹមតិចគឺប្រហែលជាតែខ្ញុំគិតថាបើវាពិតជាចាំបាច់វាគួរតែមកតាមរបៀបផ្សេងនាងដាក់នាមបានចូលដៃគាត់រួចអិនក្បាលតិចខ្ញុំសុំលាស្រីពើងាកដើរយ៉ាងលឿនមិនងាកក្រោយមិនស្ទាក់ស្ទើរត្រឹមតែប៉ុន្មានវិនាទីក្រោយមកនាងបានចូលរួមជាមួយហ្វូងមនុស្សនៅលើផ្លូវបន្សល់ទុកបុរសម្នាក់ដែលនៅតែឈរស្ងៀមកាន់នាមបាននៅក្នុងដៃជំនួយការពីចម្ងាយដើរមកចិត្តក្បងស្រួលទេលោកវិបុលមិនឆ្លើយភ្លាមទេគាត់មើលតាមទីដៅដែលស្រីពើទើបតែដើរទៅរួចនិយាយយឺតនាងបដិសេធជំនួយការរៀងភ្ញាក់ផ្អើលពិតមែនឬប្រហែលនាងកំពុងដំឡើងតម្លៃប៉ុណ្ណោះជំនួយការនិយាយទុកឲ្យអូនត្រូវសកម្មជាងនេះលោកវិបុលក្រវីក្បាលគូមិនមែនទេខ្ញុំប្រកាសគាត់មើលនាងបានម្ដងទៀតមនុស្សដូចនាងមិនចាំបាច់ដំឡើងតម្លៃទេជំនួយការនៅស្ងៀមអញ្ចឹងឥឡូវម៉េចលោកវិបុលដកដង្ហើមតិចរួចនិយាយយើងបានមើលខុសទីដៅបងមានន័យថាខ្ញុំមិនគួរស្នើបែបនោះទេគាត់បត់នាមបានដាក់ចូលហោប៉ៅនាងមិនត្រូវការការងារទេអញ្ចឹងនាងត្រូវការអ្វីលោកវិបុលមើលទៅឆ្ងាយភ្នែកស្រអាប់ចុះមូលហេតុដែលសមស្របនឹងបេះដូងរបស់នាងជំនួយការមិនយល់ទាំងស្រុងទេតែមិនសួរបន្ថែមអ្នកទាំងពីរឈរនៅទីនោះមួយសន្ទុះឡាននៅតែបើកភ្លើងផ្លូវនៅតែភ្លឺអ្វីនៅតែធម្មតាប៉ុន្តែសម្រាប់លោកវិបុលអ្វីមួយបានផ្លាស់ប្ដូរមិនមែនដោយសារតែត្រូវបានគេបដិសេធទេតែដោយសារតែជាលើកដំបូងក្នុងរយៈពេលដ៏យូរគាត់បានជួបមនុស្សម្នាក់ដែលមិនត្រូវបានប៉ះពាល់ដោយអ្វីដែលគាត់មានហើយរឿងនោះធ្វើឲ្យគាត់មិនអាចប្រងើយកន្តើយបានគាត់ងាកដើរទៅរកឡាននៅក្នុងក្បាលរបស់គាត់ការសម្រេចចិត្តថ្មីមួយកំពុងបង្កើតឡើងមិនមែនដើម្បីបញ្ចុះបញ្ចូលនាងទេតែដើម្បីយល់ពីនាងហើយលើកនេះគាត់នឹងមិនចាប់ផ្ដើមដោយលុយឡើយពីថ្ងៃក្រោយមកស្រីពើមិនបានត្រឡប់ទៅហាងវិញទេមិនមែនដោយសារនាងចង់ឈប់ទេតែដោយសារនាងមិនចង់ប្រឈមមុខនឹងអ្វីដែលកំពុងតែហួសពីការគ្រប់គ្រងរបស់នាងព្រឹកនោះនាងនៅតែក្រោកពីដំណេកទាន់ពេលនៅតែបដូរសម្លៀកបំពាក់ត្រៀមទៅធ្វើការដូចធម្មតាប៉ុន្តែនៅពេលឈរមុខកញ្ចក់នាងក៏ឈប់រូបភាពរបស់ខ្លួនឯងក្នុងកញ្ចក់មិនដូចកាលពីមុនទេមិនមែនដោយសារនឿយហត់ទេតែដោយសារនៅក្នុងភ្នែកមានអ្វីមួយដែលស្ទាក់ស្ទើរបន្ថែមស្រីពើចាប់ទូរស័ព្ទឡើងបើកមើលវីដេអូកាលពីម្សិលមិញម្ដងទៀតនាងបានមើលវាប៉ុន្មានដងហើយមិនមែនដើម្បីអានមកទេតែដើម្បីមើលខ្លួនឯងម្ដងទៀតកូនខ្លាចតែបើទុកឲ្យអ្នកមីងឃ្លានកូនខ្លាចជាងសំឡេងនោះគឺជារបស់នាងប៉ុន្តែឥឡូវនេះស្ដាប់ទៅហាក់ដូចជាចម្លែកនាងបិទអេក្រង់អង្គុយចុះលើគែមគ្រែតើខ្ញុំបានធ្វើខុសមែនទេមិនមែនខុសដោយសារជួយមនុស្សទេតែខុសដោយសារទុកឲ្យអ្នកដទៃមើលហើយវីតម្លៃសំឡេងជួងទូរស័ព្ទបន្លឺឡើងគឺបងពេជ្រស្រីពើស្ទាក់ស្ទើរបន្តិចរួចលើកទូរស័ព្ទអាឡូឯងនៅណាសំឡេងបងពេជ្ររៀងប្រញាប់ថ្ងៃនេះមិនទៅធ្វើការទេស្រីពើនៅស្ងៀមប៉ុន្មានវិនាទីចាស់ខ្ញុំសូមឈប់សម្រាកថ្ងៃនេះឈប់ស្រាប់តែឈប់ម៉េចខ្ញុំរៀងនឿយបន្តិចនៅម្ខាងទៀតបងពេជ្រដកដង្ហើមធំកស្រីពើលោកសុខុមកំពុងមិនពេញចិត្តខ្លាំងណាស់រឿងឯងកាលពីមុនមិនទាន់ចប់ផងស្រីពើក្តាប់ទូរស័ព្ទតិចចាស់ខ្ញុំដឹងហើយទៅធ្វើការទៅកុំឲ្យគាត់មានលេសស្រីពើមិនឆ្លើយភ្លាមទេរែងខ្លាចរឿងលើបណ្ដាញសង្គមបងពេជ្រសួរមិនមែនបែបនោះទេស្រីពើដកដង្ហើមតិចខ្ញុំគ្រាន់តែចង់ស្ងប់ស្ងាត់បន្តិចនៅម្ខាងទៀតនៅស្ងៀមក៏បានហើយបងពេជ្រនិយាយតែស្អែកត្រូវទៅណាបើមិនទៅគឺពិបាកនិយាយណាស់ចាស់ស្រីពើបិទទូរស័ព្ទបន្ទប់ជួលតូចคล้ายជាស្ងាត់ស្ងៀមពេកនាងមិនធ្លាប់ជាមួយភាពស្ងប់ស្ងាត់បែបនេះទេ
ធម្មតាពេលនេះនាងនៅហាងបាយរត់ទៅរត់មកគ្មានពេលគិតចំណែកឥឡូវនេះគំនិតទាំងអស់បានលេចឡើងជាពិសេសគឺការសន្ទនាជាមួយលោកវិបុលប្រយោគរបស់គាត់ក៏ខ្ញុំអាចឲ្យកញ្ញាបានឱកាសល្អជាងនឹងចម្លើយរបស់នាងខ្ញុំមិនត្រូវការទេស្រីពើបិទភ្នែកនាងមិនស្ដាយក្រោយទេប៉ុន្តែនាងមិននឹកស្មានថាអ្វីនឹងបន្តបន្ទាប់មកទៀតទេរសៀលស្រីពើចេញទៅទិញអីវ៉ាន់នាងពាក់មួកពាក់ម៉ាស់មិនចង់ឲ្យនរណាម្នាក់ស្គាល់នៅពេលដើរកាត់ហាងកាហ្វេតូចមួយនាងក៏ឈប់មិនមែនដោយសារចង់ចូលទេតែដោយសារនាងឃើញមនុស្សស្គាល់ជំនួយការដែលទៅជាមួយលោកវិបុលកាលពីថ្ងៃមុនគាត់កំពុងអង្គុយខាងក្នុងនិយាយទូរស័ព្ទស្រីពើឈរនៅទីនោះបន្តិចមិនបានតាំងចិត្តស្ដាប់ទេគ្រាន់តែចៃដន្យខ្ញុំកំពុងត្រួតពិនិត្យហើយសំឡេងគាត់តិចតែច្បាស់គឺគ្មានអ្វីពិសេសទេស្ថានភាពគ្រួសារធម្មតាធ្វើការបន្ថែមផ្ញើលុយទៅស្រុកកំណើតស្រីពើស្រឡាំងកាំងក៏ច្បាស់ជាមិនមែនជាប្រភេទធ្វើពុតទេតែមិនទាន់កាត់ផ្ដាច់លទ្ធភាពទេទឹកបេះដូងស្រីពើលោតលឿនជាងមុនលោកថៅកែគ្រាន់តែចង់ឲ្យប្រកាសប៉ុណ្ណោះសម័យនេះមានករណីជាច្រើនដែលឆ្លៀតឱកាសពីការជឿទុកចិត្តណាស់ស្រីពើក្តាប់ថង់អីវ៉ាន់នៅក្នុងដៃយ៉ាងណែននាងមិនស្ដាប់បន្តទេទាំងមិនឈរនៅទីនោះទៀតដែរនាងងាកដើរលឿនជាងមុនអ្វីនៅក្នុងក្បាលរបស់នាងដូចជាបែកធ្លាយត្រួតពិនិត្យមិនទាន់កាត់ផ្ដាច់ឆ្លៀតឱកាសពាក្យមួយដូចជាវីប្រហារចូលត្រចៀកនាងអញ្ចឹងគឺពួកគេមិនជឿនាងទេអ្វីគ្រប់យ៉ាងដែលពួកគេធ្វើមិនមែនដោយសារការគោរពទេតែជាការសង្ស័យស្រីពើឈប់នៅកាច់ជ្រុងផ្លូវដកដង្ហើមវែងព្យាយាមរក្សាភាពស្ងប់ស្ងាត់តែមិនបានអារម្មណ៍មិនស្រួលមួយបានកើតឡើងមិនមែនខឹងទេតែជាការខកចិត្តអញ្ចឹងខ្ញុំក៏ដូចជាមនុស្សផ្សេងទៀតក្នុងភ្នែកពួកគេស្រីពើញឹមតិចស្នាមញឹមមួយដែលមិនរីករាយនាងមិនត្រឡប់ទៅហាងវិញទេមិនទូរស័ព្ទមិនពន្យល់គ្រាន់តែចង់នៅឲ្យឆ្ងាយក្នុងពេលជាមួយគ្នានោះនៅកន្លែងផ្សេងទៀតក្នុងទីក្រុងលោកវិបុលកំពុងអង្គុយនៅក្នុងបន្ទប់ធ្វើការនៅលើតុមានកុំព្យូទ័រយួរដៃឯកសារនិងកាហ្វេមួយកែវដែលត្រជាក់អស់ហើយជំនួយការឈរនៅពីមុខអូនបានស៊ើបអង្កេតបឋមរួចហើយលោកវិបុលឆ្លើយនាងគ្មានបញ្ហាអ្វីទេក្រុមគ្រួសារនៅស្រុកកំណើតស្ថានភាពធម្មតាគ្មានសញ្ញានៃការឆ្លៀតឱកាសទេលោកវិបុលងក់ក្បាលគូមានអ្វីទៀតជំនួយការស្ទាក់ស្ទើរបន្តិចអូនបានឲ្យគេតាមដានបន្តិចលោកវិបុលងើបមុខឡើងតាមដានចាស់គ្រាន់តែដើម្បីឲ្យប្រកាសគាត់នៅស្ងៀមមិននិយាយអ្វីបងចង់ធានាថាជំនួយការនិយាយបន្ថែមឬមិនមែនអូនសង្ស័យនាងទេគ្រាន់តែឯងគិតថាខ្ញុំមិនអាចបែងចែករវាងការពិតនិងคล้ายៗបានទេសំឡេងលោកវិបុលមិនខ្លាំងទេតែល្មមធ្វើឲ្យបរិយាកាសស្ងប់ស្ងាត់ចុះអូនគ្មានន័យបែបនោះទេអញ្ចឹងលើកក្រោយសួរខ្ញុំមុនជំនួយការអនក្បាលក្បាតភាពស្ងៀមស្ងាត់មួយខណៈលោកវិបុលមើលទៅក្រៅបង្អួចកញ្ចក់នាងដឹងទេជំនួយការស្រឡាំងកាំងខឹបប្រហែលជាមិនទេលោកវិបុលមិនសួរបន្ថែមទេប៉ុន្តែនៅក្នុងចិត្តរបស់គាត់មិនស្ងប់នៅម្ខាងទៀតនៃទីក្រុងស្រីពើកំពុងអង្គុយតែម្នាក់ឯងក្នុងបន្ទប់មេឃងឹតហើយភ្លើងពណ៌លឿងជះលើជញ្ជាំងតូចនាងមិនបានបើកកង្ហាមិនបើកចម្រៀងគ្រាន់តែអង្គុយស្ងៀមទូរស័ព្ទរំញ័រសារពីបងពេជ្រគឺស្អែកទៅធ្វើការណាលោកសុខុមកំពុងមិនពេញចិត្តខ្លាំងណាស់ស្រីពើមើលអេក្រង់មិនឆ្លើយនាងដាក់ទូរស័ព្ទចុះផ្អៀងខ្លួនទៅក្រោយបិទភ្នែកនៅក្នុងក្បាលរបស់នាងមានតែគំនិតមួយប្រហែលជាខ្ញុំគួរតែឈប់មិនមែនដោយសារខ្លាចទេតែដោយសារនាងមិនចង់នៅក្នុងកន្លែងមួយដែលសេចក្តីសប្បុរសរបស់នាងត្រូវបានគេចាត់ទុកជាការសង្ស័យមិនចង់នៅជិតមនុស្សដែលមើលនាងដូចជាលទ្ធភាពនៃហានិភ័យស្រីពើបើកភ្នែកមើលទៅពីដានដកដង្ហើមតិចប្រហែលជាខ្ញុំគួរតែរកកន្លែងផ្សេងការសម្រេចចិត្តនោះកើតឡើងយ៉ាងស្រាលតែមើងម៉ាត់នាងមិនទូរស័ព្ទមិនផ្ញើសារគ្រាន់តែជ្រើសរើសចាក់ចេញនៅកន្លែងផ្សេងទៀតលោកវិបុលនៅតែអង្គុយមិនធ្វើការមិនអានឯកសារគ្រាន់តែគិតគាត់នឹកឃើញភ្នែករបស់ស្រីពើនៅពេលនាងបដិសេធមិនឆ្មើងឆ្មៃមិនខ្លាចគ្រាន់តែច្បាស់លាស់ហើយឥឡូវនេះអារម្មណ៍ប្លែកមួយបានកើតឡើងមិនមែនចង់ដឹងទេ
តែជាការព្រួយបារម្ភគាត់ចាប់ទូរស័ព្ទឡើងហៅជំនួយការគឺស្អែកត្រឡប់ទៅហាងវិញខ្ញុំចង់ជួបនាងបាទខ្ញុំរៀបចំគាត់បិទទូរស័ព្ទតែគាត់មិនដឹងថានៅពេលដែលគាត់ត្រឡប់ទៅវិញមនុស្សដែលគាត់ចង់រកនឹងមិននៅទីនោះទៀតទេព្រឹកស្អែកហាងបាយនៅតែបើកដូចរាល់ថ្ងៃប៉ុន្តែខ្វះមនុស្សម្នាក់ស្រីពៅមិនទាន់មកទេបុគ្គលិកម្នាក់សួរបងពេជ្រក្រវីក្បាលក៏តាំងពីម្សិលមិញហើយលោកសុខុមឈរនៅតូទឹកមុខមិនពេញចិត្តមិនប្រាប់ឈប់មិនសុំច្បាប់ចង់ធ្វើក៏ធ្វើចង់ឈប់ក៏ឈប់មែនទេគ្មានអ្នកណាតបបរិយាកាសក្នុងហាងរៀងធ្ងន់បន្តិចប្រហែលជិតថ្ងៃត្រង់ទ្វារហាងក៏បើកលោកវិបុលដើរចូលមកលើកនេះមិនមែនចៃដន្យទេតែមានគោលបំណងជំនួយការដើរពីក្រោយភ្នែកសម្លឹងមើលជុំវិញរកលោកវិបុលមើលជុំវិញមិនឃើញស្រីពៅគាត់ជ្រួញចិញ្ចាមតិចអ្នកទាំងពីរក៏អង្គុយចុះនៅទៅចាស់រងចាំបុគ្គលិកម្នាក់ទៀតយកបញ្ជីម្ហូបចេញមកបាទលោកពិសាអ្វីលោកវិបុលសួរដោយផ្ទាល់ក្មេងស្រីកាលពីថ្ងៃមុនមិនបានមកធ្វើការថ្ងៃនេះទេបុគ្គលិកភ្ញាក់ផ្អើលបន្តិចចាស់បងស្រីពៅមែនទេចាស់បងស្រីគាត់ឈប់តាំងពីម្សិលមិញហើយលោកវិបុលស្រឡាំងកាំងឈប់ចាស់មិនដឹងមូលហេតុទេជំនួយការមើលគាត់ស្ងៀមស្ងាត់មួយភ្លែតនាងបាននិយាយអ្វីទេលោកវិបុលសួរបន្តចាស់មិនទេគ្រាន់តែមិនមកប៉ុណ្ណោះលោកសុខុមឬក៏ដើរមកចិត្តក្បងរកស្រីពៅមែនទេគឺក្មេងស្រីនោះគាត់ក្រវីក្បាលធ្វើការក៏បានតែចូលចិត្តធ្វើតាមចិត្តខ្លួនឯងឈប់បែបនេះលោកវិបុលមិនប្រតិកម្មយល់លោកមានលេខទូរស័ព្ទរបស់នាងទេគាត់សួរលោកសុខុមស្ទាក់ស្ទើរគឺរឿងនេះមិនស្រួលទេជំនួយការកាត់ផ្ដាច់លោកគ្រាន់តែចង់តាក់ទងការងារប៉ុណ្ណោះលោកសុខុមមើលអ្នកទាំងពីរភ្នែកផ្លាស់ប្ដូរក្អកចាស់បានទុកឲ្យខ្ញុំមើលគាត់ងាកចូលទៅខាងក្នុងមួយសន្ទុះក្រោយមកក៏ចេញមកជាមួយក្រដាសតូចមួយគឺនេះជាលេខទូរស័ព្ទអាសយដ្ឋានគឺមានតែតំបន់បន្ទប់ជួលមិនដឹងបន្ទប់លេខប៉ុន្មានទេលោកវិបុលទទួលអរគុណអ្នកទាំងពីរក៏ក្រោកឈរមិនហូបមិននិយាយអ្វីបន្ថែមចេញពីហាងទៅខាងក្រៅព្រះអាទិត្យមិនទាន់ក្តៅខ្លាំងទេជំនួយការបើកទ្វារឡានបងចង់ទូរស័ព្ទភ្លាមទេលោកវិបុលមើលក្រដាសគិតប៉ុន្មានវិនាទីទៅមិនទៅទីនោះជំនួយការយល់ន័យឡានក៏បើកចេញទៅទីតាំងបន្ទប់ជួលរបស់ស្រីពៅស្ថិតនៅក្នុងផ្លូវលំតូចមួយមិនទ្រុឌទ្រោមពេកទេប៉ុន្តែក៏មិនស្រួលដែលឡានឈប់នៅមុខផ្លូវលំធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍បុរសពីរនាក់ដើរចុះអាកាសធាតុរាំងប្លែកបន្តិចនៅទីនេះជំនួយការមើលជុំវិញក៏ហាក់ដូចជាមិនងាយរកទេលោកវិបុលងក់ក្បាលអ្នកទាំងពីរដើរចូលទៅសួរសុខទុក្ខចំណាយពេលជិត20នាទីទើបរកឃើញបន្ទប់ត្រឹមត្រូវទ្វារបិទលោកវិបុលគូសតិចគ្មានសម្លេងឆ្លើយតបគាត់គូសម្ដងទៀតលើកនេះខាងក្នុងមានសម្លេងក៏មានទ្វារបើកស្រីពើឈរនៅទីនោះស្លៀកអាវយឺតធម្មតាសក់ចងយ៉ាងស្អាតមិនផាត់មុខភ្នែកភ្ញាក់ផ្អើលគូលោកនាងមិនលាក់ភាពភ្ញាក់ផ្អើលទេលោកវិបុលមើលនាងក៏សូមអធ្យាស្រ័យដែលមកភ្លាមស្រីពើនៅស្ងៀមប៉ុន្មានវិនាទីរួចបើកទ្វារធំជាងមុនក៏សុំលោកចូលបន្ទប់តូចល្មមសម្រាប់មនុស្សម្នាក់មានគ្រែមួយទុំមួយទូខោអាវមួយអ្វីទាំងអស់រៀបចំយ៉ាងស្អាតមិនលើសលប់ជំនួយការឈរនៅខាងក្រៅលោកវិបុលដើរចូលស្រីពើដួសទឹកដាក់លើតុលោកមករកខ្ញុំមានការអីសំឡេងរបស់នាងស្ងប់ស្ងាត់តែមិនស្រួលខ្លួនដូចមុនទៀតទេលោកវិបុលមើលនាងកញ្ញាឈប់ធ្វើការហើយចាស់ហេតុអីស្រីពៅមិនឆ្លើយភ្លាមទេនាងអង្គុយចុះទល់មុខខ្ញុំគិតថាមិនសូវសមរម្យទៀតទេដោយសារលោកសុខុមមិនមែនបែបនោះទេដោយសារខ្ញុំសំណួរនោះធ្វើឲ្យស្រីពៅស្រឡាំងកាំងនាងមើលគាត់រួចនិយាយដោយផ្ទាល់គូព្រោះខ្ញុំមិនចូលចិត្តត្រូវបានគេត្រួតពិនិត្យបរិយាកាសស្ងប់ស្ងាត់ជំនួយការឈរនៅខាងក្រៅច្បាស់លោកវិបុលមិនបង្ហាញការភ្ញាក់ផ្អើលទេកញ្ញាដឹងខ្ញុំមិនល្ងងទេស្រីពើនិយាយតិចគឺខ្ញុំរៀបបានគាត់នៅស្ងៀមប៉ុន្មានវិនាទី
រួចនិយាយពីនោះជាកំហុសរបស់ខ្ញុំស្រីពៅមិនឆ្លើយប៉ុន្តែមិនមែនដោយសារខ្ញុំមិនជឿកញ្ញាទេគាត់បន្តតែដោយសារខ្ញុំធ្លាប់ជាមួយការត្រួតពិនិត្យអ្វីគ្រប់យ៉ាងស្រីពៅមើលគាត់អញ្ចឹងខ្ញុំមិនធ្លាប់ជាមួយការត្រួតពិនិត្យទេចម្លើយសាមញ្ញតែច្បាស់លាស់លោកវិបុលងក់ក្បាលខ្ញុំយល់ភាពស្ងៀមស្ងាត់មួយខណៈមិនតានតឹងតែមិនស្រួលខ្លួនដែរលោកវិបុលដកដង្ហើមតិចគឺខ្ញុំមិនមកទីនេះដើម្បីនិយាយរឿងចាស់ទេស្រីពៅរងចាំខ្ញុំចង់និយាយអំពីសំណើផ្សេងមួយទៀតស្រីពៅជ្រួញចិញ្ចើមខ្ញុំបានបដិសេធហើយសំណើនេះខុសគ្នាស្រីពៅមិននិយាយអ្វីគ្រាន់តែមើលខ្ញុំមិនចង់ឲ្យកញ្ញាធ្វើការឲ្យខ្ញុំទេគាត់និយាយយឺតក៏ខ្ញុំចង់ឲ្យកញ្ញាជួយម្ដាយរបស់ខ្ញុំស្រីពៅស្រឡាំងកាំងគឺម្ដាយលោកស្រីចំណាស់កាលពីថ្ងៃមុនស្រីពៅនៅស្ងៀមគាត់នឹកកញ្ញាប្រយោគមួយយ៉ាងតិចតែល្មមធ្វើឲ្យស្រីពៅរារាំងគឺគាត់មិនត្រូវការអ្នកថែទាំជំនាញទេគាត់និយាយគាត់ត្រូវការមនុស្សម្នាក់ដែលអាចអង្គុយនិយាយគ្នាហូបបាយជាមួយគ្នាដើរលេងជាមួយគ្នាស្រីពៅមើលចុះដៃរបស់ខ្លួនមិននិយាយអ្វីខ្ញុំមិនតម្រូវឲ្យកញ្ញានៅទេគាត់បន្តគ្រាន់តែរាល់ថ្ងៃប៉ុន្មានម៉ោងតាមម៉ោងដែលកញ្ញាអាចហើយខ្ញុំនឹងបង់កម្រៃសមរម្យស្រីពៅគ្រវីក្បាលតិចគឺខ្ញុំមិនធ្វើដោយសារលុយទេខ្ញុំដឹងអញ្ចឹងខ្ញុំកំពុងបង់ថ្លៃសម្រាប់ពេលវេលារបស់កញ្ញាគាត់និយាយយូរមិនមែនសម្រាប់សេចក្តីសប្បុរសទេស្រីពៅនៅស្ងៀមប្រយោគនោះសំហេតុផលជាងតែនៅមិនទាន់គ្រប់គ្រាន់ទេគឺខ្ញុំត្រូវការពេលវេលានាងនិយាយគឺបានខ្ញុំមិនចង់ត្រូវបានគេគ្រប់គ្រងទេនឹងមិនមានរឿងនោះទេហើយខ្ញុំមិនចង់ឲ្យអ្នកណាម្នាក់តាមដានខ្ញុំទេលោកវិបុលងក់ក្បាលខ្ញុំធានាស្រីពៅមើលគាត់ជាលើកដំបូងដែលលែងមានគម្លាតធំពេកគាត់ពិតជាត្រូវការខ្ញុំមែនទេនាងសួរលោកវិបុលមិនឆ្លើយភ្លាមទេគាត់មើលនាងរួចនិយាយគាត់ត្រូវការមនុស្សម្នាក់ដែលធ្វើឲ្យគាត់មានអារម្មណ៍ថាខ្លួនឯងមិនមែនជាបន្ទុកស្រីពៅអន់ក្បាលប្រយោគនោះប៉ះពាល់នាងយ៉ាងជ្រាលជ្រៅនាងនឹកដល់ជីដូនរបស់នាងថ្ងៃចុងក្រោយភ្នែកដូចគ្នាក៏ខ្ញុំនឹងសាកមើលចម្លើយមួយយ៉ាងតូចតែគ្រប់គ្រាន់លោកវិបុលងក់ក្បាលអរគុណកញ្ញាស្រីពៅគ្រវីក្បាលគុំអរគុណខ្ញុំមិនទាន់ធ្វើអ្វីផងគាត់ក្រោកឈរស្អែកខ្ញុំនឹងឲ្យឡានមកទទួលស្រីពៅគ្រវីក្បាលគឺមិនបាច់ទេខ្ញុំទៅខ្លួនឯងបានគាត់ឈប់រួចងក់ក្បាលក៏បានគាត់ដើរចេញទៅជំនួយការមើលស្រីពៅមិននិយាយអ្វីគ្រាន់តែញក់ក្បាលតិចអ្នកទាំងពីរចាក់ចេញទៅស្រីពៅឈរនៅក្នុងបន្ទប់មិនធ្វើចលនាមិននិយាយអ្វីគ្រាន់តែគិតការសម្រេចចិត្តរបស់នាងមិនមែនដោយសារលោកវិបុលទេតែដោយសារអ្នកមីងម៉ាលីមនុស្សម្នាក់ដែលគ្រាន់តែចង់ហូបបាយធម្មតាមួយពេលក៏ពិបាកស្រីពៅដកដង្ហើមតិចមើលទៅទ្វារគឺប្រហែលជាខ្ញុំគ្រាន់តែជួយមួយរយៈប៉ុណ្ណោះនាងប្រាប់ខ្លួនឯងប៉ុន្តែនាងមិនដឹងថាការសម្រេចចិត្តសាកល្បងនេះនឹងទាញនាងចូលទៅក្នុងរឿងមួយដែលនាងមិនអាចត្រឡប់ទៅដូចមុនទៀតទេព្រឹកស្អែកស្រីពៅមកលឿនជាងការគ្រោងទុកនាងស្លៀកអាវសូត្រធម្មតាខោពណ៌ខ្មៅគ្មានអ្វីលេចធ្លោទេគ្រាន់តែស្អាតបាតនាងឈរនៅមុខខ្លោងទ្វារភូមិគ្រឹះនៅបឹងកេងកងមើលកាត់របងខ្ពស់នៅក្នុងចិត្តមានអារម្មណ៍ប្លែកបន្តិចកន្លែងនេះខុសគ្នាខ្លាំងណាស់ពីផ្លូវលំតូចដែលនាងរស់នៅនាងដកដង្ហើមតិចរួចចុចជួងទ្វារក៏បើកអ្នកបម្រើវ័យកណ្ដាលម្នាក់ដើរចេញមកកញ្ញាគឺចាស់ខ្ញុំឈ្មោះស្រីពៅខ្ញុំមានណាត់មនុស្សនោះមើលនាងពីក្បាលដល់ចុងជើងភ្នែកមិនរាក់ទាក់អោះកញ្ញាចូលមកស្រីពៅដើរចូលផ្លូវដើរធំទល់មុខជាដើមឈើត្រូវបានគេកាត់តម្រឹមយ៉ាងស្អាតផ្ទះនៅខាងមុខធំជាងនាងគិតមិនមែនបែបអួតអាងទេតែស្ងាត់ស្ងៀមរហូតដល់ត្រជាក់នាងដើរតាមអ្នកបម្រើចូលទៅខាងក្នុងបរិយាកាសខាងក្នុងភ្លឺស្អាតតែខ្វះអ្វីមួយសំឡេងគ្មានសំឡេងនិយាយគ្មានសំឡេងទូរទស្សន៍គ្មានសំឡេងសើចគឺមានតែភាពស្ងៀមស្ងាត់អង្គុយនៅទីនេះចាំទៅអ្នកបម្រើនិយាយរួចងាកចេញទៅស្រីពៅឈរនៅទីនោះមិនអង្គុយភ្លាមទេនាងមើលជុំវិញផ្ទាំងគំនូរធំមួយព្យួរនៅលើជញ្ជាំងព្យាណូមួយដាក់នៅកាច់ជ្រុងបន្ទប់គ្រប់ដោយធូលីស្ដើងបរិយាកាសស្អាតតែគ្មានជីវិត
ស្រីពៅសំឡេងអ្នកមីងម៉ាលីបន្លឺឡើងពីក្រោយស្រីពៅងាកមកវិញគាត់ឈរនៅទីនោះដៃនៅតែញ័រតិចតែភ្នែកភ្លឺជាងកាលពីថ្ងៃមុនគឺអ្នកមីងស្រីពៅដើរយ៉ាងលឿនមកជិតកូនមកហើយឬចាស់អ្នកមីងម៉ាលីញឹមស្នាមញឹមលើកនេះច្បាស់ជាងមុនមីងគិតថាកូនមិនមកទេស្រីពៅស្រឡាំងកាំងបន្តិចចាស់កូនបាននិយាយថានឹងសាកមើលតើគាត់ចាប់ដៃនាងតិចអរគុណកូនត្រឹមតែ2ម៉ាត់ប៉ុន្តែល្មមឲ្យស្រីពៅឃើញថាការសម្រេចចិត្តរបស់នាងមិនខុសទេកូនអង្គុយជាមួយមីងបន្តិចបានទេចាស់បានអ្នកទាំងពីរក៏អង្គុយចុះលើសាឡុងគ្មានអ្នកណានិយាយភ្លាមទេតែមិនមានការបង្ខិតបង្ខំឡើយអ្នកមីងហូបបាយព្រឹកហើយឬនៅស្រីពៅសួរហើយតែមិនឆ្ងាញ់ហេតុអីអញ្ចឹងអ្នកមីងគ្មានអ្នកនិយាយជាមួយស្រីពៅញឹមតិចអញ្ចឹងចាប់ពីពេលនេះតើកូននិយាយជាមួយអ្នកមីងអ្នកមីងម៉ាលីងក់ក្បាលភ្នែកស្រទន់ឡើងកូននៅណាចាស់កូននៅទូគោកឆ្ងាយទេចាស់ក៏ធម្មតាគាត់មើលនាងកូនធ្វើការប៉ុន្មានស្រីពើរៀងភ្ញាក់ផ្អើលក៏ហេតុអីអ្នកមីងដឹងមើលក៏ដឹងគាត់ញឹមអ្នកដែលធ្វើការច្រើនតែងតែនឿយបន្តិចស្រីពើមិនបដិសេធនាងគ្រាន់តែញឹមកូនធ្លាប់មើលថែមនុស្សឈឺទេចាស់ជីដូនរបស់កូនអ្នកមីងម៉ាលីងក់ក្បាលមីងក៏ដូចគ្នាដែរគ្រាន់តែមីងរស់នៅបានយូរជាងប្រយោគតិចតែធ្វើឲ្យស្រីពើនៅស្ងៀមមួយសន្ទុះក្រោយមកគាត់និយាយបន្តកូនមិនចាំបាច់ធ្វើអ្វីច្រើនទេគ្រាន់តែនៅទីនេះស្រីពើងក់ក្បាលគូចាស់នៅពីចម្ងាយអ្នកបម្រើចាស់ឈរមើលភ្នែកមិនលាក់បាំងភាពមិនពេញចិត្តគាត់ងាកចូលទៅក្នុងផ្ទះបាយមួយសន្ទុះក្រោយមកលោកវិបុលដើរចុះមកអាវសូត្រពណ៌ប្រផេះដៃអាវមូឡើងភ្នែកឈប់នៅស្រីពៅកញ្ញាមកហើយចាស់ស្រីពៅមិននិយាយអ្វីគ្រាន់តែញក់ក្បាលតិចគាត់មើលអ្នកទាំងពីរអ្នកមីងម៉ាលីកំពុងនិយាយទឹកមុខរីករាយជាងមុនយ៉ាងច្បាស់ការផ្លាស់ប្ដូរតូចមួយតែច្បាស់លាស់គាត់ងាកទៅជំនួយការវិភាគថ្ងៃនេះរំសាយបាទខ្ញុំនៅផ្ទះជំនួយការងក់ក្បាលក៏បាទស្រីពើមិនចាប់អារម្មណ៍នាងកំពុងស្ដាប់អ្នកមីងម៉ាលីនិយាយរឿងកាលពីមុនកន្លែងនេះអត់ទាន់មានផ្ទះទេគាត់និយាយគឺមានតែដីដើមឈើជាមួយរោងតូចប៉ុន្មានស្រីពើយកចិត្តទុកដាក់ស្ដាប់គ្រួសារអ្នកមីងក៏ចាប់ផ្ដើមពីទីនោះដែរពីតូចរួចធំឡើងគាត់ញឹមតែធំឡើងក៏មានមនុស្សតិចទៅស្រីពើមិនសួរបន្ថែមនាងយល់ពេលព្រឹកបានកន្លងផុតទៅយឺតគ្មានការងារធ្ងន់គ្មានសម្ពាធគ្រាន់តែអង្គុយនិយាយគ្នាពេលខ្លះជួយគាត់ចាប់កែវទឹកឬដើរលេងជុំវិញទីធ្លាប៉ុន្តែដល់ថ្ងៃត្រង់ស្ថានភាពតូចមួយបានកើតឡើងអ្នកបម្រើចាស់យីកំហូបចេញមកតាក់ចុះលើតុមិននិយាយអ្វីស្រីពើមើលរួចនិយាយតិចអ្នកមីងហូបសាកមើលអ្នកមីងម៉ាលីចាប់ស្លាបព្រាដៃញ័រស្រីពើហុយដៃចេញទៅទុកឲ្យកូនតែអ្នកបម្រើចាស់កាត់ផ្ដាច់កញ្ញាមិនចាំបាច់ធ្វើបែបនោះទេស្រីពើស្រឡាំងកាំងគូចាស់គាត់ធ្លាប់ហូបខ្លួនឯងហើយសំឡេងគាត់មិនរាក់ទាក់ស្រីពើមើលអ្នកមីងម៉ាលីគាត់មិននិយាយអ្វីគ្រាន់តែនៅស្ងៀមស្រីពើយល់ចាស់បើអ្នកមីងត្រូវការខ្ញុំនឹងជួយមនុស្សនោះមិនឆ្លើយគ្រាន់តែងាកចេញទៅបរិយាកាសរៀងធ្ងន់ស្រីពើមិនប្រតិកម្មនាងរងចាំមួយសន្ទុះក្រោយមកអ្នកមីងម៉ាលីខ្សឹបតិចកូនជួយមីងណាស្រីពើងក់ក្បាលនាងចាប់ស្លាបព្រាយ៉ាងថ្នមដូចកាលពីថ្ងៃមុននៅពីចម្ងាយអ្នកបម្រើចាស់មើលមកវិញភ្នែកមិនលាក់បាំងភាពមិនពេញចិត្តឡើយលុះរសៀលស្រីពើត្រៀមត្រឡប់ទៅផ្ទះគឺស្អែកមកទៀតទេអ្នកមីងម៉ាលីសួរចាស់កូននឹងមកគាត់ញឹមដមីងចាំស្រីពើក្រោកឈរងាកទៅលោកវិបុលខ្ញុំត្រឡប់ទៅមុនហើយគាត់ងក់ក្បាលស្រីពើដើរចេញទៅប៉ុន្តែមុននឹងទៅអ្នកមីងម៉ាលីហៅត្រឡប់មកវិញគឺស្រីពើនាងងាកមកវិញគឺចាស់គាត់មើលនាងភ្នែកជ្រៅជាងមុនកូនធ្វើឲ្យមីងនឹកដល់មនុស្សម្នាក់ស្រីពើនៅស្ងៀមគឺអ្នកណាទៅអ្នកមីងគាត់មិនឆ្លើយភ្លាមទេគ្រាន់តែនិយាយតិចមនុស្សម្នាក់ដែលក៏មិនចេះសុំការអនុញ្ញាតមុននឹងធ្វើល្អជាមួយអ្នកដទៃដែរ
ស្រីពើមិនយល់ទាំងស្រុងទេប៉ុន្តែនាងមិនស៊ូបន្ថែមវិចាស់នាងអន់ក្បាលរួចទៅទ្វារក៏បិទនៅក្នុងផ្ទះលោកវិបុលឈរស្ងៀមមួយសន្ទុះបងឃើញទេជំនួយការនិយាយតិចអ្នកបម្រើចាស់មិនចូលចិត្តនាងទេមិនសំខាន់ទេបើមានបញ្ហានាងមិនមែនជាបញ្ហាទេសំឡេងគាត់មុតមមនៅខាងក្នុងអ្នកមីងម៉ាលីនៅតែអង្គុយមើលទៅទ្វារហាក់ដូចជាកំពុងគិតកស្រីកែវគាត់ខ្សឹបហើយឈ្មោះនោះគ្មានអ្នកណាគឺមានតែគាត់ម្នាក់ឯងឈ្មោះមួយដែលយូរហើយមិនត្រូវបានគេរំលឹកតែថ្ងៃនេះបានលេចឡើងហើយលើកនេះមិនមែនចៃដន្យឲ្យទេប៉ុន្មានថ្ងៃក្រោយមកបានកន្លងផុតទៅយឺតស្រីពើមកផ្ទះអ្នកមីងម៉ាលីរាល់ព្រឹកទាន់ពេលមិនលឿនមិនយឺតការងាររបស់នាងមិនធ្ងន់ទេប៉ុន្តែតម្រូវឲ្យមានអ្វីមួយដែលមិនមែនអ្នកណាក៏មានដែរគឺការអត់ធ្មត់នាងអង្គុយជាមួយអ្នកមីងម៉ាលីហូបបាយព្រឹកស្ដាប់គាត់និយាយរឿងពេលខ្លះគ្រាន់តែជារឿងដដែលតែស្រីពើមិនបង្ហាញការធុញទ្រាន់ទេនាងយល់អារម្មណ៍របស់មនុស្សចាស់មិនមែនពួកគេចង់និយាយច្រើនទេតែពួកគេខ្លាចត្រូវបានគេបំភ្លេចកាលពីមុនមីងទៅផ្សារដោយកង់នោះកូនអ្នកមីងម៉ាលីនិយាយភ្នែកមើលទៅឆ្ងាយឆ្ងាយទេអ្នកមីងឆ្ងាយណាស់តែសប្បាយស្រីពើញឹមឥឡូវកូននាំអ្នកមីងទៅណាអ្នកមីងម៉ាលីក៏ញឹមតាមឥឡូវមីងដើរយឺតហើយយឺតក៏បានដែរសំខាន់គឺទៅជាមួយគ្នាប្រយោគនោះធ្វើឲ្យអ្នកមីងម៉ាលីនៅស្ងៀមប៉ុន្មានវិនាទីរួចមកក្បាលនៅពីចម្ងាយលោកវិបុលឈរមើលមិនជ្រៀតជ្រែកមិននិយាយអ្វីគ្រាន់តែសង្កេតមើលផ្ទះចាប់ផ្ដើមមានសម្លេងមិនច្រើនទេតែគ្រប់គ្រាន់សម្លេងនិយាយសម្លេងសាច់តិចសម្លេងជើងដើរអ្វីមួយដែលកាលពីមុនមិនមានរសៀលថ្ងៃមួយនៅពេលអាកាសធាតុចាប់ផ្ដើមត្រជាក់ស្រីពើជួយអ្នកមីងម៉ាលីទៅសួនច្បារអ្នកទាំងពីរអង្គុយក្រោមដើមឈើធំបរិយាកាសស្ងប់ស្ងាត់មានតែសម្លេងស្លឹកឈើរឹបស្រីពើចាស់កូនកូននៅចាំម្ដាយកូនទេស្រីពើស្រឡាំងកាំងសំណួរកើតឡើងភ្លាមចាស់មិនសូវចាំទេជីដូនជាអ្នកចិញ្ចឹមកូនតាំងពីតូចចុះម្ដាយកូនស្រីពើមើលចុះដៃរបស់ខ្លួនកូនគ្រាន់តែដឹងថាម្ដាយឈ្មោះស្រីកែវអ្នកមីងម៉ាលីរៀងញ័រតិចតែស្រីពើចាប់អារម្មណ៍គឺស្រីកែវគាត់និយាយឡើងវិញចាស់កូននៅរក្សាអ្វីរបស់ម្ដាយកូនទេស្រីពើគិតបន្តិចចាស់មានរូបថតចាស់មួយសន្លឹកឲ្យមីងមើលបានទេស្រីពើងក់ក្បាលទុកស្អែកកូនយកមកអ្នកមីងម៉ាលីនៅស្ងៀមភ្នែករបស់គាត់លែងដូចមុនទៀតហើយយូមានអ្វីមួយបានផ្លាស់ប្ដូរយប់នោះលោកវិបុលហៅស្រីពើចូលទៅបន្ទប់ធ្វើការកញ្ញាអង្គុយទៅស្រីពើអង្គុយចុះបរិយាកាសក្នុងបន្ទប់ខុសគ្នាឆ្ងាយពីខាងក្រៅធ្ងន់ស្ងៀមស្ងាត់កញ្ញាយល់យ៉ាងណាដែរចំពោះការងារនេះគាត់សួរអេចាស់ស្រួលបួលមានអ្វីមិនស្រួលទេស្រីពើក្រវីក្បាលក៏ចាស់មែនភាពស្ងៀមស្ងាត់មួយខណៈលោកវិបុលមើលនាងហាក់ដូចជាកំពុងថ្លឹងថ្លែងអ្វីមួយក៏ខ្ញុំចង់ប្រាប់កញ្ញារឿងមួយស្រីពើរងចាំអំពីម្ដាយរបស់ខ្ញុំចាស់និងអំពីខ្ញុំស្រីពើរៀងភ្ញាក់ផ្អើលតែមិនកាត់សម្ដីខ្ញុំមិនមែនជាកូនបង្កើតរបស់គាត់ទេស្រីពើស្រឡាំងកាំងតែមិនភ្ញាក់ផ្អើលខ្លាំងពេកចាស់ខ្ញុំត្រូវបានគេយកមកចិញ្ចឹមតាំងពីតូចអញ្ចឹងអ្នកដែលបង្កើតខ្ញុំឈ្មោះស្រីកែវស្រីពើស្រឡាំងកាំងមិននិយាយមិនដកដង្ហើមគ្រាន់តែមើលក៏ស្រីកែវនាងនិយាយឡើងវិញបរិយាកាសដូចជាយឺតចុះក៏3ឆ្នាំមុនខ្ញុំបានរកឃើញគាត់ស្រីពើក្តាប់ដៃយ៉ាងណែនគាត់នៅរស់នៅណាខេត្តកំពតស្រីពើមិននិយាយអ្វីនាងមិនដឹងថានាងកំពុងគិតអ្វីទេគ្រាន់តែដឹងថាទឹកបេះដូងលោតលឿនណាស់ក៏តែខ្ញុំមិនធ្លាប់ជួបទេហេតុអីលោកវិបុលមើលចុះតូកព្រោះខ្ញុំគិតថាគាត់បានបោះបង់ខ្ញុំចោលស្រីពើនៅស្ងៀមនាងយល់អារម្មណ៍នោះកញ្ញាគិតយ៉ាងម៉េចគាត់សួរស្រីពើមិនឆ្លើយភ្លាមទេនាងមើលគាត់រួចនិយាយយឺតប្រហែលជាមិនដូចលោកគិតទេលោកវិបុលងើបមុខឡើងមានន័យថាមិនមែនគាត់គ្មានជំរឿសមែនទេប្រយោគនោះធ្វើឲ្យលោកវិបុលស្រឡាំងកាំងគំនិតមួយដែលគាត់មិនធ្លាប់អនុញ្ញាតឲ្យខ្លួនឯងគិត
កញ្ញានិយាយបែបនេះព្រោះស្រីពើដកដង្ហើមតិចព្រោះម្ដាយរបស់ខ្ញុំក៏បាត់ខ្លួនដែរគាត់មើលនាងក៏ហើយខ្ញុំមិនគិតថាម្ដាយរបស់ខ្ញុំចង់ទៅណាទេបរិយាកាសស្ងប់ស្ងាត់រឿងពីមនុស្សពីរនាក់ឈ្មោះមួយគឺកញ្ញានៅរក្សារូបថតនោះទេគាត់សួរស្រីពើងក់ក្បាលអូចាស់ឲ្យខ្ញុំមើលបានទេស្រីពើស្ទាក់ស្ទើរតែបន្ទាប់មកក៏ងក់ក្បាលយប់នោះស្រីពើគេងមិនលក់នាងដេកមើលពីដាននៅក្នុងក្បាលមានតែឈ្មោះមួយគឺស្រីកែវម្ដាយរបស់នាងម្ដាយរបស់លោកវិបុលមនុស្សពីរនាក់តែម្នាក់មិនអាចទៅរួចទេនាងប្រាប់ខ្លួនឯងតែគិតកាន់តែច្រើនក៏កាន់តែឃើញមានអ្វីមួយមិនមែនចៃដន្យឲ្យទេប្រយោគរបស់អ្នកមីងម៉ាលីគួរសំឡេងកូនដូចមនុស្សនោះណាស់កូនធ្វើឲ្យមីងនឹកដល់មនុស្សម្នាក់ស្រីពើអង្គុយចុះយកប្រអប់តូចមួយក្រោមគ្រែបើកចេញនៅក្នុងនោះគឺជារូបថតចាស់មួយសន្លឹកស្ត្រីវ័យក្មេងម្នាក់កំពុងអបកូនក្មេងមុខមិនច្បាស់តែភ្នែកស្គាល់ខ្លាំងណាស់ស្រីពើមើលយ៉ាងយូរតើជាការចៃដន្យឬនាងមិនដឹងទេគ្រាន់តែដឹងថាអ្វីមួយកំពុងតែលេចចេញមកព្រឹកស្អែកស្រីពើមកលឿនជាងធម្មតានាងយកតាមរូបថតទឹកបេះដូងលោតញាប់មិនមែនដោយសារខ្លាចទេតែដោយសារមិនដឹងថាអ្វីនឹងកើតឡើងនាងដើរចូលទៅក្នុងផ្ទះអ្នកមីងម៉ាលីបានអង្គុយរួចហើយកូនមកហើយឬចាស់មានយកតាមទេស្រីពើងក់ក្បាលនាងយករូបថតចេញហុយឲ្យគាត់អ្នកមីងម៉ាលីចាប់ដៃញ័រតែលើកនេះមិនមែនដោយសារជំងឺទេតែដោយសារគាត់បានស្គាល់ភ្នែករបស់គាត់ផ្លាស់ប្ដូរយ៉ាងច្បាស់គឺនេះគឺសំឡេងគាត់តិចចាស់ម្ដាយរបស់កូនគាត់មើលយ៉ាងយូរមិននិយាយមិនដកដង្ហើមគ្រាន់តែមើលនៅពីក្រោយលោកវិបុលដើរមកដល់ធ្វើឲ្យខ្ញុំមើលស្រីពើហុយគាត់ចាប់មើលរួចស្រឡាំងកាំងមិនចាំបាច់អ្នកណាប្រាប់មិនចាំបាច់ពន្យល់គ្រាន់តែការសម្លឹងមើលមួយគឺគ្រប់គ្រាន់បរិយាកាសក្នុងបន្ទប់លេងដូចមុនទៀតហើយតែជាការពិតមួយដែលកំពុងខិតជិតយ៉ាងជិតហើយមិនអាចជៀសបានលោកវិបុលដាក់រូបថតចុះមើលស្រីពើសម្លេងយឺតស្អែកយើងនឹងទៅខេត្តកំពតស្រីពើមិនសួរមិនជំទាស់គ្រាន់តែញកក្បាលព្រោះនៅក្នុងចិត្តរបស់នាងក៏មានចម្លើយហើយគ្រាន់តែមិនទាន់ហ៊ានជឿព្រឹកស្អែកឡានបានបើកចេញពីផ្ទះតាំងពីព្រឹកព្រលឹមមេឃមិនទាន់ក្តៅខ្លាំងទេបរិយាកាសត្រជាក់ហើយរៀងសើមទីក្រុង Gradually ថយក្រោយជំនួសដោយផ្លូវវែងដាំឈើជីជួររួចវាលស្រែបៃតងលាតសន្ធឹងស្រីពើអង្គុយខាងក្រោយក្បែរបង្អួចចិត្តនាងគឺអ្នកមីងម៉ាលីនៅខាងមុខលោកវិបុលបើកឡានចំណែកជំនួយការអង្គុយនៅកៅអីរងគ្មានអ្នកណានិយាយច្រើនទេបរិយាកាសក្នុងឡានស្ងប់ស្ងាត់តែមិនមែនស្ងប់សុខទេគឺធ្ងន់ម្នាក់កំពុងគិតបំណែកទាំងឡាយកំពុងតែភ្ជាប់គ្នាប៉ុន្តែគ្មានអ្នកណាម្នាក់ហ៊ានបញ្ជាក់អ្វីឡើយកូននឿយទេអ្នកមីងម៉ាលីសួរតិចចាស់មិនទេស្រីពើឆ្លើយបន្តិចទៀតយើងឈប់សម្រាកណាស្រីពើងក់ក្បាលនាងមើលទៅខាងក្រៅទន្លេតូចដាំដូងជាច្រើនដំបូលផ្ទះទាបស្រុកស្រែអារម្មណ៍មួយដែលស្គាល់ខ្លាំងណាស់តែឆ្ងាយណាស់គឺកំពតម្ដាយខ្ញុំនៅទីនេះពិតមែនឬនាងសួរខ្លួនឯងនៅខាងមុខលោកវិបុលមិននិយាយអ្វីទេប៉ុន្តែដៃរបស់គាត់ក្តាប់ចង្កូតយ៉ាងណែនគាត់បានរងចាំថ្ងៃនេះ3ឆ្នាំហើយប៉ុន្តែនៅពេលដែលពិតជាបានទៅគាត់បែរជាមិនប្រកាសថាខ្លួនឯងបានត្រៀមខ្លួនរួចរាល់ហើយឬនៅប្រហែលជិតថ្ងៃត្រង់ឡានបានឈប់នៅទីប្រជុំជនតូចមួយជំនួយការចុះពីឡានសួរសុខទុក្ខបុរសចំណាស់ម្នាក់បានប្រាប់ផ្លូវគឺស្រីកែវនៅទីនេះមានមនុស្សឈ្មោះនោះច្រើនណាស់អ្នកមីងស្រីកែវធ្លាប់ធ្វើការបម្រើនៅភ្នំពេញឥឡូវរស់នៅតែម្នាក់ឯងមនុស្សនោះគិតមួយសន្ទុះក៏ប្រហែលនៅភូមិខាងទៀតឡានបន្តទៅផ្លូវតូចជាងតូចចង្អៀតជាងដីក្រហមទល់មុខជាដើមឈើគ្មានផ្ទះខ្ពស់ទៀតទេគ្មានសំឡេងឡានអ៊ូអរគឺមានតែភាពស្ងៀមស្ងាត់ស្រីពើមើលជុំវិញទឹកបេះដូងរបស់នាងលោតលឿនជាងមុនមិនមែនដោយសារខ្លាចទេតែដោយសារវិញ្ញាណពួកគេបានឈប់នៅមុខផ្ទះតូចមួយដំបូលសង់កសិចាស់ជញ្ជាំងពណ៌ស្បានប្រែពណ៌ទ្វារបិទគ្មានអ្នកណានៅទីនោះទេជំនួយការចុះពីឡានគូសទ្វារគ្មានសំឡេងឆ្លើយតបអ្នកជិតខាងម្នាក់ដើរចេញមកបងប្អូនមករកអ្នកណាចាស់រកអ្នកមីងស្រីកែវមនុស្សនោះក្រវីក្បាលគាត់បានផ្លាស់ទៅហើយ
ស្រីពើស្រឡាំងកាំងក៏ផ្លាស់ទៅប៉ុន្មានខែមុនមិនដឹងទៅណាទេបរិយាកាសក្នុងឡានធ្ងន់ចុះលោកវិបុលដើរចេញមកពូដឹងគាត់ទៅណាទេមនុស្សនោះគិតឬថាទៅឃុំផ្សេងចិត្តទន្លេអាសយដ្ឋានមិនច្បាស់ទេតែអ្នកលក់ដូរនៅផ្សារប្រកាសជាដឹងក្តីសង្ឃឹមតូចមួយតែគ្រប់គ្រាន់ដើម្បីបន្តពួកគេត្រឡប់ទៅឡានវិញគ្មានអ្នកណានិយាយអ្វីទេស្រីពើមើលចុះដៃក្តាប់យ៉ាងណែនកុំឲ្យជីការចៃដន្យកុំឲ្យខុសនាងមិននិយាយចេញទេតែនៅក្នុងចិត្តអធិស្ឋានផ្សារស្រុកស្រែណែនណានតាន់តាប់ជាងពួកគេគិតមនុស្សលក់មនុស្សទិញសម្លេងហៅគ្នាបរិយាកាសមានជីវិតរស់រវើកជំនួយការសួរសុខទុក្ខអ្នកលក់បន្លែម្នាក់នឹកឃើញគឺអ្នកមីងស្រីកែវមាននៅជិតមាត់ទន្លេចុងផ្លូវនោះអរគុណលើកនេះមានទីដៅឡានបន្តទៅផ្លូវតូចជាងទៀតរហូតដល់ឡានត្រូវឈប់ពួកគេដើរដោយថ្មើរជើងស្រីពើដើរយឺតទឹកបេះដូងលោតលឿនរាល់ជំហានដូចជាកាន់តែជិតហើយក៏ខ្លាចជាងមុនផ្ទះមួយបានលេចឡើងតូចចាស់តែស្អាតនៅមុខផ្ទះមានផើងផ្កា2 3នាក់ស្ត្រីម្នាក់កំពុងស្រោចទឹកសក់បានស្កូវក្នុងរាងកោងតែរូបរាងនៅតែមានលក្ខណៈដែលធ្លាប់ស្គាល់ស្រីពើឈប់មិនដើរបន្តទៀតទេនាងមិនហ៊ានខមមិនហើយអ្នកមីងម៉ាលីខ្សឹបតិចលោកវិបុលដើរឡើងឈប់នៅមុខខ្លោងទ្វារស្ត្រីនោះងាកមកមើលពួកគេភ្នែកដំបងចម្លែករួចឈប់នៅស្រីពើធុងស្រោចទឹកជ្រុះចុះទឹកកំពប់លើដីគ្មានអ្នកណានិយាយគ្មានអ្នកណាធ្វើចលនាមានតែភ្នែកគឺស្រីពើកូនគឺស្រីពើមែនទេសំណួរនោះបានបំបែកអ្វីទាំងអស់ស្រីពើដើរមួយជំហានកូនស្គាល់ឈ្មោះកូនស្ត្រីនោះដើរមកជិតយឺតរួចលឿនជាងមុនមែនហើយកូនមែនទេស្រីពើមិនឆ្លើយទឹកភ្នែកចាប់ផ្ដើមស្រក់កូនគឺស្រីពើស្ត្រីនោះយំអប់នាងកូនរបស់ម្ដាយស្រីពើរឹងខ្លួនមិនប្រតិកម្មភ្លាមរួចនាងអបម្ដាយវិញមួយម៉ាត់តែគ្រប់គ្រាន់សម្រាប់20ឆ្នាំនៅពីក្រោយអ្នកមីងម៉ាលីឈោស្ងៀមទឹកភ្នែកស្រក់លោកវិបុលមិនធ្វើចលនាមិននិយាយគ្រាន់តែមើលដូចជាកូនក្មេងស្ត្រីនោះលេងស្រីពើចេញមើលលោកវិបុលភ្នែកក្រហមវិបុលគាត់មិនឆ្លើយកូនសំលេងគាត់ញ័រកូនគឺជាកូនរបស់ម្ដាយលោកវិបុលក្តាប់ដៃគូអញ្ចឹងហេតុអីម្ដាយបោះបង់ខ្ញុំសំណួរបានផ្ទុះឡើងមិនទប់មិនថ្នមបរិយាកាសស្ងប់ស្ងាត់ស្ត្រីនោះក្រវីក្បាលគូមិនមែនទេម្ដាយមិនបានបោះបង់កូនទេអញ្ចឹងគឺអ្វីគឺម្ដាយត្រូវបានគេបង្ខំឲ្យទៅលោកវិបុលញឹមតិចបង្ខំអ្នកណាខ្លះមិនចង់ឲ្យម្ដាយនៅអ្នកណាស្ត្រីនោះមើលអ្នកមីងម៉ាលីរួចនិយាយគឺប្អូនប្រុសរបស់គាត់បរិយាកាសរឹងមាំឡើងអ្នកមីងម៉ាលីស្រឡាំងកាំងទូមិនអាចទេមែនឬគាត់និយាយគាត់បានគំរាមម្ដាយបើមិនចាក់ចេញនឹងមិនទុកឲ្យម្ដាយរស់នៅដោយសុខសាន្តទេស្រីពើមើលម្ដាយមិននិយាយគ្រាន់តែស្ដាប់ម្ដាយមិនហ៊ានត្រឡប់មកវិញទេគាត់និយាយតែម្ដាយមិនបានបោះបង់កូនទេអញ្ចឹងហេតុអីមិនរកខ្ញុំព្រោះម្ដាយមិនដឹងថាកូននៅណាមិនដឹងលោកវិបុលនិយាយឡើងវិញក៏អ្វីទាំងអស់ត្រូវបានកាត់ផ្ដាច់សំឡេងគាត់ខ្សោយទៅជាសម្បត្តិមិនទៅដល់មនុស្សមិនជួយបានភាពស្ងៀមស្ងាត់មួយខណៈគ្មានអ្នកណានិយាយគឺមានតែការពិតបានលេចចេញស្រីពើឈរនៅកណ្ដាលមើលអ្នកទាំងពីរម្ខាងជាម្ដាយម្ខាងជាមនុស្សដែលនាងទើបតែដឹងថាជាបងនាងមិនដឹងត្រូវធ្វើអ្វីទេគ្រាន់តែដឹងថាមិនអាចត្រឡប់ទៅដូចមុនទៀតទេមានភស្តុតាងទេលោកវិបុលសួរសំឡេងធ្ងន់តែលែងខឹងហើយគ្រាន់តែត្រូវការឲ្យប្រកាសស្ត្រីនោះងាកចូលទៅក្នុងផ្ទះយកប្រអប់ចាស់មួយចេញមកបើកចេញនៅក្នុងនោះគឺជារូបថតចាស់ដែលមិនធ្លាប់បានផ្ញើសម្បត្តិជាច្រើនសន្លឹកនិងខ្សែមួយសរសៃដែលដូចគ្នាទៅនឹងរបស់ស្រីពើកំពុងពាក់ស្រីពើប៉ះរបស់ខ្លួនទឹកបេះដូងលោតញាប់មិនត្រូវការអ្វីទៀតទេត្រឹមតែប៉ុណ្ណឹងគឺគ្រប់គ្រាន់គ្មានអ្នកណានិយាយអ្វីបន្ថែមទេមិនចាំបាច់ទេការពិតបាននៅទីនោះច្បាស់លាស់ហើយមិនអាចបដិសេធបានក្រុមគ្រួសារមួយដែលធ្លាប់បានបែកបាក់គ្នាឥឡូវឈរនៅពីមុខគ្នាតែនៅមានមួយជំហានទៀតមួយជំហានចុងក្រោយគឺការអភ័យទោសឬមិនអភ័យទោសហើយរឿងនោះគ្មានអ្នកណាហ៊ានប្រកាសឡើយ
គ្មានអ្នកណាចាក់ចេញពីទីនោះភ្លាមនៅថ្ងៃនោះទេគ្មានអ្នកណាស្ងប់ស្ងាត់ល្មមនឹងងាកខ្នងចេញទេផ្ទះតូចនៅខេត្តកំពតคล้ายជាចង្អៀតដោយសារអារម្មណ៍ដែលមិនទាន់មានឈ្មោះនៅពីមុខកង្ហាពីដានដែលវិលយឺតសំឡេងក្រឡេងទៀងទាត់ដូចជាអូសបន្លាយភាពស្ងៀមស្ងាត់រវាងមនុស្ស4នាក់ស្រីពើអង្គុយជិតម្ដាយដៃរបស់នាងនៅតែក្តាប់ជាប់អាវរបស់គាត់ហាក់ដូចជាខ្លាចថាបើលែងចេញអ្វីទាំងអស់នឹងរលាយបាត់ទៅស្ត្រីនោះម្ដាយរបស់នាងមិននិយាយច្រើនទេគ្រាន់តែពេលខ្លះយកដៃប៉ះសក់ស្រីពើប៉ះស្មានាងដូចជាដើម្បីឲ្យប្រកាសថានេះមិនមែនជាសុបិនទេកូនធំម្លឹងហើយគាត់និយាយខ្សឹបស្រីពើខំបូរមាត់កូនក៏មិនគិតថានឹងបានជួបម្ដាយវិញដែរប្រយោគមួយយ៉ាងធម្មតាប៉ុន្តែនៅពីក្រោយគឺកុមារភាពទាំងមូលដែលខ្វះខាតនៅម្ខាងទៀតលោកវិបុលឈប់ផ្អែកទ្វារគាត់មិនបានចូលទៅក្នុងទាំងស្រុងទេទាំងមិនបានចេញទៅដែរហាក់ដូចជាកំពុងឈរនៅចន្លោះពិភពពីរពិភពមួយដែលគាត់ធ្លាប់រស់នៅនិងពិភពមួយដែលគាត់ទើបតែបានរកឃើញអ្នកមីងម៉ាលីអង្គុយចុះលើកៅអីដៃដាក់លើជង្គង់ញ័រតិចភ្នែករបស់គាត់មើលទៅស្ត្រីនៅពីមុខគឺមនុស្សដែលគាត់ធ្លាប់គិតថាបានបោះបង់ចោលក៏ស្រីកែវសំឡេងគាត់តិចគឺកូនពិតមែនឬស្ត្រីនោះងាកមកវិញភ្នែកមិនស្ដីបន្ទោសគ្រាន់តែសោកសៅអូចាស់គឺកូនអ្នកមីងម៉ាលីអន់ក្បាលក៏សូមអធ្យាស្រ័យពាក្យសុំទោសមួយដែលមកយឺតណាស់គឺកូនមិនដឹងរឿងដែលបានកើតឡើងទេស្រីកែវក្រវីក្បាលគឺមិនមែនជាកំហុសរបស់អ្នកមីងទេគឺជារបស់គ្រួសារខ្ញុំសំឡេងអ្នកមីងម៉ាលីញ័រជាងមុនក៏ប្អូនប្រុសរបស់កូនគាត់បានធ្វើរឿងដែលកូនមិនបានដឹងតតែសោះគ្មានអ្នកណានិយាយអ្វីបន្ថែមប៉ុន្តែការពិតបានច្បាស់ការច្រឡំមួយកាលពីអតីតកាលបានអូសបន្លាយរហូតដល់បច្ចុប្បន្នលោកវិបុលដើរចូលយឺតរាល់ជំហានដូចជាធ្ងន់ជាងមុនគាត់មើលស្ត្រីនៅពីមុខគឺអ្នកដែលបានបង្កើតគាត់គឺអ្នកដែលគាត់បានចំណាយពេលច្រើនឆ្នាំដើម្បីស្ដីបន្ទោសម្ដាយដឹងទេថាខ្ញុំបានរកម្ដាយស្រីកែវងក់ក្បាលតិចវាមានគេប្រាប់តែម្ដាយមិនហ៊ានទេហេតុអីព្រោះម្ដាយគិតថាកូននឹងស្អប់ម្ដាយលោកវិបុលញឹមស្នាមញឹមមួយដែលមិនរីករាយក៏ខ្ញុំបានស្អប់បរិយាកាសស្ងប់ស្ងាត់ស្រីពើមើលគាត់តែឥឡូវគាត់និយាយបន្តក៏ខ្ញុំមិនប្រកាសថាខ្ញុំមានសិទ្ធិទេស្រីកែវមិននិយាយគ្រាន់តែមើលគាត់យីម្ដាយបានព្យាយាមគាត់និយាយយឺតតែមិនអាចប្រយោគមួយដែលមិនមែនជាការអភ័យទោសតែជាការបើកទ្វារស្រីកែវយំមិនខ្លាំងតែល្មមឲ្យអ្នកណាក៏ដែរកូនគាត់ហុយដៃចេញតែមិនហ៊ានប៉ះលោកវិបុលឈរនៅទីនោះប៉ុន្មានវិនាទីរួចគាត់ដើរទៅជិតមិនអោបភ្លាមទេគ្រាន់តែឈរជិតណាស់វាម្ដាយនៅតែជាម្ដាយរបស់ខ្ញុំប្រយោគមួយយ៉ាងតិចតែគ្រប់គ្រាន់ស្រីកែវមិនអាចទប់បានគាត់អប់លោកវិបុលញ័រដូចជាអប់វិញនៅ40ឆ្នាំដែលបាត់បង់លោកវិបុលឈរស្ងៀមមិនរុញចេញមិនប្រតិកម្មខ្លាំងគ្រាន់តែនៅស្ងៀមដូចជាទទួលយកដូចជាបោះបង់ចោលស្រីពើមើលឈុតឆាកនោះទឹកភ្នែកស្រក់មិនមែនដោយសារសោកសៅទេតែដោយសារទីបំផុតអ្វីមិនបញ្ចប់ដោយការស្ដាយក្រោយអ្នកមីងម៉ាលីងាកមុខជូតទឹកភ្នែកអរគុណគាត់និយាយតិចគ្មានអ្នកណាតបប៉ុន្តែអ្នកណាក៏យល់ដែររសៀលថ្ងៃនោះពួកគេអង្គុយជាមួយគ្នាលេងតានតឹងលេងស្ងៀមស្ងាត់ធ្ងន់ធ្ងរគ្រាន់តែនិយាយគ្នាស្រីកែវនិទានរឿងមួយឆ្នាំថ្ងៃដែលចាក់ចេញថ្ងៃដែលព្យាយាមត្រឡប់មកវិញសម្បត្តិដែលមិនដែលទៅដល់ពេលខ្លះម្ដាយឈរនៅដើមផ្លូវមើលចូលតែមិនហ៊ានចូលសំឡេងគាត់ញ័រគ្រាន់តែខ្លាចគេបណ្ដេញចេញស្រីពើចាប់ដៃគាត់មិននិយាយតែគ្រប់គ្រាន់លោកវិបុលអង្គុយស្ដាប់មិនកាត់សម្ដីមិនជំទាស់គ្រាន់តែទទួលយកអតីតកាលដែលគាត់មិនធ្លាប់ដឹងមុននឹងចាក់ចេញលោកវិបុលនិយាយយីម្ដាយត្រឡប់ទៅនៅជាមួយខ្ញុំស្រីកែវស្រឡាំងកាំងមិនទេម្ដាយធ្លាប់នៅទីនេះហើយនៅទីនេះគ្មានអ្នកណាមើលថែម្ដាយទេមានអ្នកនៅជុំវិញតែមិនមែនគ្រួសារទេស្រីកែវនៅស្ងៀមស្រីពើមើលម្ដាយរួចនិយាយយីម្ដាយទៅជាមួយពួកកូនទៅប្រយោគសាមញ្ញតែពេញលេញស្រីកែវមើលអ្នកទាំងពីរភ្នែករារាំងកូនមិនចង់រំខានទេគ្មានរំខានទេស្រីពើនិយាយគឺត្រឡប់មកវិញស្រីកែវមិនឆ្លើយភ្លាមទេតែគាត់មិនបដិសេធ
ប៉ុន្មានសប្តាហ៍ក្រោយមកផ្ទះនៅបឹងកេងកងលែងស្ងាត់ស្ងៀមដូចមុនទៀតហើយមានសំឡេងនិយាយមានសំឡេងសើចមានអាហារពេលល្ងាចដែលលែងប្រញាប់អ្នកមីងម៉ាលីនិងស្រីកែវអង្គុយជាមួយគ្នាលែងមានគម្លេតគឺមានតែរឿងរ៉ាវដែលមិនទាន់និយាយចប់ស្រីពើនៅតែមកជារៀងរាល់ថ្ងៃប៉ុន្តែលែងជាការងារទៀតហើយគឺនៅផ្ទះអ្នកបម្រើចាស់លែងនៅទីនោះជំនួយការក៏បានផ្លាស់ប្ដូររបៀបមើលលែងសង្ស័យគឺមានតែការគោរពលោកវិបុលរវល់តែរាល់ល្ងាចតែងតែត្រឡប់មកវិញលឿនជាងមុនមិនមែនដោយសារការងារទេតែដោយសារមានហេតុផលល្ងាចមួយក្រុមគ្រួសារទាំងមូលអង្គុយហូបបាយគ្មានអ្នកណានិយាយអ្វីធំទេគ្រាន់តែជារឿងតូចគឺស្អែកអ្នកមីងចង់ហូបអ្វីស្រីពើសួរអ្វីក៏បានដែរឲ្យតែមានកូនអ្នកមីងម៉ាលីញឹមស្រីកែវមើលអ្នកទាំងពីរភ្នែកកក់ក្ដៅលោកវិបុលមើលមិននិយាយតែច្បាស់ជាបានផ្លាស់ប្ដូរហើយប៉ុន្មានខែក្រោយមកគម្រោងមួយបានចាប់ផ្ដើមមិនមែនធំដុំមិនមែនអួតអាងតែមានអត្ថន័យមូលនិធិតូចមួយត្រូវបានបង្កើតឡើងគាំទ្រអ្នកជំងឺផាគីនសុននិងស្ត្រីពិបាកស្រីពើចូលរួមមិនមែនដោយសារទំនួលខុសត្រូវទេតែដោយសារនាងយល់ពីអារម្មណ៍ដែលត្រូវការជំនួយយល់ពីអារម្មណ៍ដែលត្រូវបានគេបោះបង់ចោលលោកវិបុលឈប់ពីក្រោយមិនមែនដើម្បីគ្រប់គ្រងទេតែដើម្បីគាំទ្រថ្ងៃមួយស្រីពើត្រឡប់ទៅហាងចាស់វិញមិនមែនដើម្បីធ្វើការទេគ្រាន់តែដើម្បីឈប់លេងលោកសុខុមឃើញនាងរៀងភ្ញាក់ផ្អើលក៏ក្មួយឥឡូវស្រួលបួលទេស្រីពើញឹមចាស់ស្រួលបួលហើយសូមអបអរសាទរក្មួយស្រីពើងក់ក្បាលគូចាស់អរគុណលោកនាងមិននៅយូរទេគ្រាន់តែឈរមួយសន្ទុះមើលត្រឡប់ក្រោយរួចចេញទៅមិនស្ដាយក្រោយជីវិតមិនបានផ្លាស់ប្ដូរលឿនពេកទេគ្មានអភូតហេតុគ្មានអ្វីធំដុំពេកទេគ្រាន់តែមនុស្សលែងឯកោទៀតហើយពេលខ្លះគ្រាន់តែប៉ុណ្ណឹងគឺគ្រប់គ្រាន់បើថ្ងៃនោះស្រីពើមិនឈប់មិនងាកក្រោយមិនអង្គុយចុះនោះនឹងគ្មានការជួបជុំនេះទេគ្មានការពិតនេះទេគ្មានក្រុមគ្រួសារនេះទេទង្វើតូចមួយការសម្រេចចិត្តក្នុងប៉ុន្មាននាទីបានផ្លាស់ប្ដូរមិនត្រឹមតែជីវិតរបស់នាងទេតែជាអ្វីទាំងអស់ព្រោះមានរឿងមួយចំនួនមិនចាប់ផ្ដើមពីផែនការទេតែចាប់ផ្ដើមពីបេះដូងមួយដែលចេះឈប់សូមអរគុណអ្នកដែលបានចំណាយពេលតាមដានសូមប្រាប់យើងថាតើអ្នកកំពុងស្ដាប់រឿងនេះពីប្រទេសកម្ពុជាឬពីទីណាហើយសូមបញ្ចេញមតិនៅខាងក្រោមផងរាល់ការ like share និងយោបល់គឺជាកម្លាំងចិត្តសម្រាប់ពួកយើងដើម្បីបន្តបង្ហោះនិងកែលម្អវីដេអូក្រោយទៀតជួបគ្នាក្នុងវីដេអូក្រោយ